សុភាសិតចំពោះទី1នេះជាសុភាសិតរបស់សាឡូមោនជាព្រះរាជបុត្រានៃដាវីតជាស្ដេចសាសអ៊ីស្រាអែលសម្រាប់ឲ្យបានស្គាល់ប្រាជ្ញានិងសេចក្តីព្រានប្រដៅហើយឲ្យបានយល់អស់ទាំងសេចក្តីដែលត្រូវខាងយោបល់ក៏សម្រាប់ឲ្យទទួលសេចក្តីបង្រៀននៃគំនិតត្រឹមត្រូវនៃសេចក្តីសុចរិតសេចក្តីយុត្តិធម៌និងសេចក្តីទៀងត្រង់ហើយសម្រាប់ឲ្យមនុស្សឆោតល្ងង់មានសេចក្តីឆ្លៀតឆ្លាតហើយឲ្យមនុស្សកំឡោះមានតម្រេះហើយនឹងសតិប្រាជ្ញានឹងធឹងប្រយោជន៍ឲ្យមនុស្សប្រាជ្ញបានស្ដាប់ហើយចម្រើនចំណេះដឹងឲ្យអ្នកណាដែលមានយោបល់បានដឹងដល់សេចក្តីទូមានមាំទាំព្រមទាំងឲ្យបានយល់ពាក្យសុភាសិតនិងប្រាថ្នាអស់ទាំងពាក្យរបស់អ្នកប្រាជ្ញនិងពាក្យអាកំបាំងទាំងប៉ុន្មានផងសេចក្តីក៏ខ្លាចដល់ព្រះយេហូវ៉ានោះជាដើមចំនៃតម្រេះតែមនុស្សឥតបកិតជាមើងងាយប្រាជ្ញានិងសេចក្តីព្រានប្រដៅវិញណែកូនអើយចូលស្ដាប់ពាក្យព្រានប្រដៅរបស់ឪពុកចុះកុំឲ្យកូនបោះបង់ចោលសេចក្តីដំបូន្មានរបស់ម្ដាយឯងឡើយត្បិតសេចក្តីនោះនឹងបានជាគុណពាក្យលើក្បាលឯងទុកជាគ្រឿងលម្អហើយជាខ្សែប្រដាប់ពាក្យនៅកឯងកូនអើយបើមនុស្សមានបាបបបួលនាំឯងនោះកុំឲ្យព្រមតាមគេឡើយបើគេថាចូលមកជាមួយនឹងយើងចុះយើងនឹងរងចាំឱកាសកំចាឈាមយើងនឹងអែតលោភដែលលុបស្ងាត់ដើម្បីចាប់មនុស្សដែលឥតទោសដោយឥតហេតុយើងនឹងលេបគេទាំងរស់ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ហើយទាំងមូលផងដូចជាពួកអ្នកដែលចុះទៅក្នុងរណ្ដៅយើងនឹងបានប្រទះរបស់មានតម្លៃគ្រប់យ៉ាងក៏នឹងបំពេញលំនៅដោយរបិបចូលឯងចូលមកក្នុងពួកយើងចុះយើងនឹងមានផងប្រាក់តែមួយប៉ុណ្ណោះកូនអើយកុំឲ្យឯងដើរក្នុងផ្លូវជាមួយនឹងគេឡើយត្រូវឲ្យផាត់ខាំងជើងឯងមិនឲ្យចូលទៅក្នុងផ្លូវច្រករបស់គេត្បិតជើងគេរត់តាមតែសេចក្តីអាក្រក់ទេគេក៏រហ័សនឹងកំចាយឈាមផងពីព្រោះការដែលដាក់លុបនៅចំពោះសត្វហើរឲ្យវាឃើញនោះឥតប្រយោជន៍ទេឯពួកនោះគេរំចាំតែនឹងកំចាយឈាមរបស់ខ្លួនគេហើយក៏អែតលោភដល់សម្ងាត់ដើម្បីតែនឹងបំផ្លាញជីវិតខ្លួនគេវិញចំណែកអស់អ្នកដែលលោភចង់បានកម្រៃយ៉ាងនោះដែរសេចក្តីនោះនឹងដកយកជីវិតចេញពីអស់អ្នកដែលបណ្ដោយតាមផងប្រាជ្ញាតែមិនលឺឡើងនៅក្នុងផ្លូវក៏បញ្ចេញសម្លេងនៅទីធ្លាប្រាជ្ញាស្រែកប្រកាសនៅទីផ្លូវប្រសពទ្រហឹងអឹងកងនិងនៅមាត់ទ្វារក្រុងឯនៅខាងក្នុងទីក្រុងនោះក៏បញ្ចេញពាក្យថាអោមនុស្សឆោតល្ងង់អើយតើនឹងស្រឡាញ់សេចក្តីឆោតល្ងង់នោះដល់កាលណាទៀតឯពួកមនុស្សចំអកគេនឹងចូលចិត្តខាងសេចក្តីឡក់លើយហើយមនុស្សកំឡៅនឹងចេះតែស្អប់ដល់ការចេះដឹងដល់កាលណាអញមិនទោសនោះចូលឲ្យឯងរកគ្នាបែរខ្លួនស្ដាប់តាមចុះណែឯងនឹងចាក់វិញ្ញាណឯងទៅលើឯងរកគ្នាហើយនឹងឲ្យឯងរកគ្នាបានយល់ពីអញពីព្រោះអញបានស្រែកហៅតែឯងរកគ្នាមិនព្រមស្ដាប់ទេអញបានហុចដៃទៅតែអត់មានអ្នកណារវល់សោះឯងរកគ្នាក៏បោះបង់ចោលអស់ទាំងដំបូន្មានរបស់អញចេញហើយមិនព្រមទទួលពាក្យបន្ទោសរបស់អញដែរដូច្នេះអញនឹងសើចដែរក្នុងថ្ងៃដែលឯងរកគ្នាត្រូវអន្តរាយអញនឹងចំអកឲ្យក្នុងការដែលឯងរកគ្នាកើតមានសេចក្តីភិតភ័យផងគឺក្នុងការដែលសេចក្តីភិតភ័យមកលើឯងរកគ្នាដូចជាព្យុះសង្គ្រាហើយសេចក្តីអន្តរាយរបស់ឯងរកគ្នាមកដូចជាខ្យល់គួចក្នុងការដែលសេចក្តីលំបាកនិងសេចក្តីទុក្ខព្រួយមកគ្របសង្កត់លើឯងរកគ្នាខណៈនោះគេនឹងអំពាវនាវដល់អញតែអញមិនព្រមឆ្លើយសោះគេនឹងស្វែងរកអញអស់ពីចិត្តតែគេនឹងរកអញមិនឃើញឡើយពីព្រោះគេបានស្អប់ការចេះដឹងហើយមិនបានរើសយកសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាទេគេមិនបានយកចិត្តទុកដាក់នឹងដំបូន្មានរបស់អញឡើយក៏បានមើលងាយសេចក្តីបន្ទោសរបស់អញដែរហេតុនោះបានជាត្រូវឲ្យគេស៊ីផលនៃផ្លូវរបស់ខ្លួនគេវិញហើយគេនឹងបានឆ្អែតដល់កិច្ចការរបស់ខ្លួនត្បិតឯពួកឆោតល្ងង់នោះការថយទៅវិញរបស់គេនឹងសម្លាប់គេទៅហើយចំណែកមនុស្សកំឡៅនោះសេចក្តីសុខស្រួលរបស់គេនឹងឲ្យគេវិនិច្ឆ័យដែរតែអ្នកណាដែលស្ដាប់តាមអញនោះនឹងនៅដោយសេចក្តីសុខពិតហើយនឹងមានសេចក្តីសម្រាកឥតភ័យខ្លាចចំពោះការអាក្រក់ឡើយចំពោះទី2កូនអើយបើឯងនឹងទទួលពីអញហើយនឹងប្រមូលពាក្យបណ្ដាំរបស់អញទុកនៅជាប់នឹងឯងដើម្បីឲ្យបានត្រង់ត្រចៀកស្ដាប់តាមប្រាជ្ញាហើយផ្ចង់ចិត្តឲ្យបានយោបល់បើឯងស្រែកហៅរកតម្រិះព្រមទាំងមិនលើសម្លេងឡើងស្ទោមឲ្យបានយោបល់បើឯងខំរកដូចជារកប្រាក់ហើយស្វែងរកដូចជារកកំណត់ទ្រព្យនោះឯងនឹងបានយល់សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាហើយប៉ះប្រទះនឹងសេចក្តីកលដល់ព្រះអង្គបិទព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញាឯតម្រិះនឹងយោបល់នោះចេញពីព្រះអង្គរបស់ទ្រង់មកទ្រង់បំរុងទុកសេចក្តីដែលមានប្រយោជន៍សម្រាប់មនុស្សសុចរិតក៏ជាខែលដល់អស់អ្នកដែលដើរក្នុងសេចក្តីទៀងត្រង់ដើម្បីឲ្យបានរក្សាអស់ទាំងផ្លូវច្រកនៃសេចក្តីយុត្តិធម៌ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ទ្រង់យ៉ាងនោះឯងនឹងបានយល់សេចក្តីសុចរិតសេចក្តីយុត្តិធម៌និងសេចក្តីទៀងត្រង់គឺគ្រប់ទាំងផ្លូវល្អត្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯងហើយការចេះដឹងនឹងគាប់ចិត្តដល់ឯងគំនិតវាងវៃនឹងការពារឯងហើយយោបល់នឹងថែរក្សាឯងដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ហើយពីពួកមនុស្សដែលតែងតែនិយាយពាក្យវាយជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ដើម្បីនឹងដើរតាមផ្លូវងងឹតវិញក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ហើយត្រេកអរដោយចិត្តវេករបស់មនុស្សអាក្រក់
ផ្លូវគេសុទ្ធតែកងិចកងក់ហើយផ្លូវច្រករបស់គេក៏ទាសចេញហើយដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែគឺឲ្យរួចពីមនុស្សស្រីដតីដែលនិយាយប្រឡំដោយពាក្យផ្អែមល្ហែមជាអ្នកដែលលះចោលគូសម្លាញ់ដែលបានគ្នាពីក្រមុំកំឡោះក៏ភ្លេចសេចក្តីសញ្ញានៃព្រះរបស់ខ្លួនត្បិតព្រះរបស់ស្រីនោះត្រេកទៅខាងសេចក្តីស្លាប់ហើយផ្លូវច្រករបស់វានាំទៅឯពួកមនុស្សស្លាប់ឯពួកនេះដែលទៅឯវានោះគ្មានអ្នកណាត្រឡប់មកវិញឡើយក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរហើយមានប្រយោជន៍ឲ្យឯងបានដើរក្នុងផ្លូវរបស់មនុស្សល្អព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិតត្បិតមនុស្សជាងត្រង់នឹងអាស្រ័យនៅផែនដីហើយមនុស្សគ្រប់លក្ខនឹងបាននៅជាប់តែមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញហើយមនុស្សប្រទុះស្រាយនឹងត្រូវរំលើងចេញពីស្រុកទៅជំពូកទី3កូនអើយកុំឲ្យភ្លេចឱវាទអញឡើយគួរឲ្យចិត្តឯងកាន់តាមបណ្ដាំរបស់អញទាំងប៉ុន្មានត្បិតសេចក្តីទាំងនោះនឹងបន្ថែមឲ្យឯងបានថ្ងៃវែងនិងអាយុយឺនយូរព្រមទាំងសេចក្តីសុខផងកុំឲ្យសេចក្តីមេត្តានិងសេចក្តីពិតចេញពីឯងបាត់ឡើយចូលចងសេចក្តីទាំងពីរនោះនៅកឯងចុះហើយចរិតទុកនៅដួងចិត្តឯងដែរយ៉ាងនោះឯងនឹងបានប្រកបដោយគុណនិងបំណងល្អចំពោះព្រះហើយនិងមនុស្សផងចូលទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្តកុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះនោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯងកុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយចូលកោតខ្លាចដល់ព្រះយេហូវ៉ាវិញហើយជិះចេញពីសេចក្តីអាក្រក់ទៅនោះនឹងបានជាសេចក្តីសុខស្រួលដល់សរសៃឯងហើយជាធាតុសើមដល់ឆ្អឹងឯងចូលថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ាដោយទ្រព្យសម្បត្តិហើយនឹងផលដំបូងពីសេចក្តីចម្រើនរបស់ឯងទាំងអំបានបានចុះយ៉ាងនោះអស់ទាំងជង្រុកឯងនឹងបានពេញបយបោឯអស់ទាំងធុងឯងនឹងបានទឹកទំពាំងបាយជូរហូរហៀផងកូនអើយកុំឲ្យមើលងាយសេចក្តីព្រានរបស់ព្រះយេហូវ៉ាឡើយក៏កុំឲ្យណាយចិត្តនឹងសេចក្តីបន្ទោសរបស់ទ្រង់ដែរត្បិតអ្នកណាដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់នោះទ្រង់ក៏ស្ដីប្រដៅផងគឺដូចជាឪពុកធ្វើចំពោះកូនដែលជាទីគាប់ចិត្តដល់ខ្លួនដែរសប្បាយហើយអស់អ្នកណាដែលរកបានប្រាជ្ញាហើយអ្នកណាដែលខំប្រឹងទាល់តែបានយោបល់បတ်ការដែលបាននោះវិសេសជាងបានប្រាក់ទៅទៀតហើយកម្រៃអំពីនោះមកក៏ប្រសើរជាងមាសសុទ្ធផងប្រាជ្ញានោះមានតម្លៃជាងត្បូងទទឹមឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បានដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយមានអាយុវែងនៅដៃស្ដាំព្រមទាំងទ្រព្យសម្បត្តិនិងកិត្តិទ្រព្យនៅដៃឆ្វេងនៃប្រាជ្ញានោះអស់ទាំងផ្លូវរបស់ប្រាជ្ញាសុទ្ធតែជាផ្លូវសោមនស្សហើយអស់ទាំងច្រកនោះក៏ជាសេចក្តីសុខដែរប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណាដែលចាប់យកបានហើយអស់អ្នកណាដែលកាន់ជាប់ក៏សប្បាយហើយព្រះយេហូវ៉ាបានប្រតិឋានផែនដីដោយសារប្រាជ្ញាក៏បានតាំងផ្ទៃមេឃដោយសារយោបល់ដែរដោយសារព្រះតម្រេះទ្រង់នោះអស់ទាំងទីជម្រៅបានឃ្លាចេញហើយពពកក៏ស្រក់ទឹកសន្សើរមកកូនអើយកុំឲ្យសេចក្តីទាំងនេះចេញបាត់ពីភ្នែកឯងឡើយចូលរក្សាសេចក្តីដែលមានប្រយោជន៍និងគំនិតវាងវៃចុះដូច្នេះសេចក្តីនោះនឹងបានជាជីវិតដល់ព្រលឹងឯងហើយជាគ្រឿងលម្អនៅកឯងនោះឯងនឹងបានដើរតាមផ្លូវឯងដោយសេចក្តីសុខហើយជើងឯងនឹងមិនជំពប់ឡើយកាលណាឯងដេកទៅនោះនឹងគ្មានភ័យខ្លាចអ្វីសោះឯងនឹងដេកទៅហើយលក់ស្រួលកុំឲ្យនឹកខ្លាចក្រែងលោមានហេតុភ័យកើតមកថាភ្លាមនោះឡើយក៏កុំឲ្យខ្លាចការហិនវិនិច្ឆ័យរបស់មនុស្សអាក្រក់ក្នុងការដែលកើតមកនោះដែរត្បិតព្រះយេហូវ៉ាទ្រង់នឹងបានជាទីទុកចិត្តដល់ឯងទ្រង់នឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយកាលណាឯងមានកម្លាំងដៃអាចធ្វើគុណឲ្យអ្នកណាដែលគួរផ្ដល់ឲ្យនោះកុំឲ្យបង្ខាំងទុកឡើយបើកាលណាឯងមានរបស់អ្វីនៅចិត្តឯងដែលអ្នកជិតខាងត្រូវការនោះកុំឲ្យនិយាយឡើយថាទៅសិនចុះឯងទៅមកនោះខ្ញុំនឹងឲ្យកុំឲ្យបង្កើតការអាក្រក់ទាស់នឹងអ្នកជិតខាងឯងដែលអាស្រ័យនៅចិត្តឯងដោយសុខសាន្តនោះឡើយបើមនុស្សណាមិនបានធ្វើប្រទោសដល់ឯងនោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះកុំឲ្យច្រណែននឹងមនុស្សច្រឡោតឡើយក៏កុំឲ្យរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរបាត់មនុស្សវាជាទីពើមឆ្អើមដល់ព្រះយេហូវ៉ាតែឯមនុស្សទៀងត្រង់នោះទ្រង់ជាមិត្តនឹងគេវិញសេចក្តីបណ្ដាសារបស់ព្រះយេហូវ៉ានោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់តែទ្រង់ប្រទានពរដល់ទីលំនៅរបស់មនុស្សសុចរិតវិញទ្រង់តែងមើលងាយដល់ពួកអ្នកដែលមើលងាយតែទ្រង់ដល់ព្រះគុណចំពោះមនុស្សរៀបការវិញមនុស្សប្រាជ្ញនឹងទ្រង់បានសេរីល្អទុកជាមរតកតែសេចក្តីអាម៉ាស់ខ្មាស់នឹងបានជារង្វាន់ដល់មនុស្សថោតល្ងងវិញជំពូកទី4
កូនទាំងឡាយចូលស្ដាប់ដំណោមានរបស់ម្នាក់ដែលជាឪពុកហើយជួបចង់ចិត្តឲ្យបានស្គាល់យោបល់ស្បិតអញឲ្យលទ្ធិដ៏ល្អដល់ឯងរកគ្នាដូច្នេះកុំឲ្យបោះបង់ចោលអាវ៉ាអញឡើយស្បិតពីដើមអញជាកូនរបស់ឪពុកអញដែរគឺជាកូនទឹងខ្ចីជាទីស្រឡាញ់បណ្ដាច់ដល់ម្ដាយអញឪពុកបានបង្រៀនអញដោយពាក្យថាចូលឲ្យចិត្តកូនរក្សាទុកអស់ទាំងពាក្យរបស់ឪពុកចុះចូលរក្សាអស់ទាំងបណ្ដាំរបស់អញដើម្បីឲ្យកូនបានរស់នៅចូលខំឲ្យបានប្រាជ្ញាចូលខំឲ្យបានយោបល់កុំឲ្យភ្លេចឡើយក៏កុំឲ្យបែរចេញពីពាក្យដែលមាត់អញពោលដែរកុំឲ្យចោលប្រាជ្ញាឡើយនោះនឹងការពីឯងចូលស្រឡាញ់ប្រាជ្ញាចុះនោះនឹងទំនុកបំរុងឯងប្រាជ្ញាជាសំខាន់លេខ1ដូច្នេះចូលខំឲ្យបានប្រាជ្ញាចុះកំពុងតែខំឲ្យបានរបស់ផ្សេងនោះចូលខំឲ្យបានយោបល់ផងចូលដំកើងប្រាជ្ញាឲ្យខ្ពស់ឡើងនោះនឹងឲ្យឯងខ្ពស់ឡើងដែរក៏នឹងនាំឲ្យឯងបានកិត្តិស័ព្ទដោយឯងអោបប្រសពជាប់ប្រាជ្ញានឹងបំពាក់គ្រឿងដ៏វិសេសលើក្បាលឯងហើយនឹងឲ្យឯងពាក់សិរីល្អទុកជាមកុដចូលស្ដាប់កូនអើយហើយទទួលពាក្យរបស់អញចុះលុះឆ្នាំនេះអាយុឯងនឹងបានយឺនយូរអញបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញាអញបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រកនៃសេចក្តីទៀងត្រង់កាលណាឯងដើរទៅនោះជំហានឯងនឹងមិនទើសទាល់ហើយកាលណាឯងរត់នោះឯងនឹងមិនចំពប់ឡើយចូលតោងជាប់តាមសេចក្តីដ៏មោមានកុំលេងឲ្យសោះត្រូវឲ្យរក្សាទុកស្បិតសេចក្តីនោះជាជីវិតរបស់ឯងកុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្សដែលប្រព្រឹត្តអាក្រក់ដែរចូលជិះចេញកុំឲ្យដើរជិតផ្លូវនោះឲ្យសោះត្រូវឲ្យងាកចេញហើយបង្ហោះទៅឲ្យផុតស្បិតពួកនោះគេមិនដេកឡើយតតែបានធ្វើអំពើអាក្រក់ជាមុនសិនហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួលនោះគេក៏ដេកមិនលក់ដែរពីព្រោះគេបរិភោគអាហារដែលជាផលនៃការអាក្រក់ហើយផឹកស្រាទំពាំងបាយជូរជាផលនៃការច្រឡោតតែផ្លូវរបស់មនុស្សសុចរិតគឺដូចជាពន្លឺដែលកំពុងតែរះឡើងដែលភ្លឺកាន់តែខ្លាំងឡើងដល់រាបដល់ពេញកម្លាំងហើយផ្លូវរបស់មនុស្សអាក្រក់នោះធៀបដូចជាសេចក្តីងងឹតវិញគេមិនដឹងជាចំពប់នឹងអ្វីទេកូនអើយជួយប្រុងស្ដាប់អស់ទាំងពាក្យរបស់អញហើយទៀងត្រចៀកស្ដាប់សេចក្តីដែលអញពោលទាំងអំបានមានកុំឲ្យសេចក្តីទាំងនោះឃ្លាតបាត់ពីភ្នែកឯងឡើយត្រូវឲ្យរក្សាទុកនៅកណ្ដាលដួងចិត្តឯងវិញស្បិតសេចក្តីទាំងនោះជាជីវិតដល់អស់អ្នកណាដែលស្វែងរកបានក៏ជាសេចក្តីសុខស្រួលដល់ខ្លួនប្រាណទាំងមូលផងចូលរក្សាចិត្តដោយអស់ពីព្យាយាមស្បិតអស់ទាំងផលនៃជីវិតសុទ្ធតែចេញពីក្នុងចិត្តមកចូលបោះបង់ចោលមាត់ដែលពោលពាក្យវាចេញពីឯងទៅព្រមទាំងបបោមាត់ហួចឲ្យនៅឆ្ងាយពីឯងផងចូលឲ្យភ្នែកឯងមើលចំទៅមុខហើយទៅបកភ្នែកឯងត្រង់ទៅមុខដែរត្រូវឲ្យពិចារណាផ្លូវដែលជើងឯងដើរហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯងបានត្រឹមត្រូវចុះកុំឲ្យងាកបែរទៅខាងស្ដាំឬខាងឆ្វេងឡើយត្រូវឲ្យជើងឯងជិះចេញពីសេចក្តីអាក្រក់វិញចំពោះទី5កូនអើយជួបចង់ចិត្តចំពោះប្រាជ្ញារបស់អញហើយទៀងក៏ជាចំពោះយោបល់របស់អញដែរដើម្បីឲ្យឯងបានបំរុងទុកនៅគំនិតវាងវៃហើយឲ្យបបោមាត់ឯងបានរក្សាទុកនៅដំរីបាត់បបោមាត់របស់ស្ត្រីដតីរមែងស្រក់ជាទឹកឃ្មុំហើយមាត់វារអិលជាងប្រេងប៉ុន្តែដល់ចុងបំផុតបានល្វីងដូចជាស្លែងហើយមុតដូចជាដើរមានមុខពីរវិញជើងវាដើរចុះទៅឯសេចក្តីស្លាប់ជំហានវាឈានទៅជាប់នៅខណ្ឌឃុំព្រលឹងនៅស្លាប់អស់ទាំងផ្លូវប្រព្រឹត្តរបស់វាតែងតែប្រែប្រួលដើម្បីមិនឲ្យឯងអាចក៏បានក្រែងឯងស្ទង់មើលផ្លូវនៃជីវិតឃើញដូច្នេះកូនទាំងឡាយអើយចូលស្ដាប់អញឥឡូវចុះកុំឲ្យងាកបែរចេញពីអស់ទាំងពាក្យដែលមាត់អញពោលឡើយចូលឯងញែកផ្លូវដើររបស់ឯងឲ្យឆ្ងាយពីវាចេញកុំឲ្យចូលទៅចិត្តពីផ្ទះរបស់វាឲ្យសោះក្រែងឯងប្រគល់កិត្តិយសឯងដល់អ្នកដទៃហើយអាយុឯងដល់ពោះសាហាវក្រែងមនុស្សដទៃបានឆ្អែតដោយកម្លាំងឯងហើយការនៅលំបាករបស់ឯងត្រូវធ្វើនៅក្នុងផ្ទះរបស់មនុស្សក្រៅវិញរួចដល់ចុងបំផុតឯងនឹងត្រូវធ្ងោក្នុងការដែលសាច់ឈាមហើយខ្លួនប្រាណឯងរយរាយទៅហើយឯងថាអញណអញបានផ្អប់សេចក្តីព្រឿនប្រដៅណាស់ណចិត្តអញក៏បានខ្ពើមសេចក្តីបន្ទោសហើយអញមិនបានស្ដាប់តាមសម្ដីនៃគ្រូរបស់អញឬទៀងត្រចៀកចំពោះពួកអ្នកដែលរំលឹកអញផងដែរអញទៅតែនឹងចូលទៅក្នុងអស់ទាំងអំពើអាក្រក់ហើយគឺនៅកណ្ដាលចំណោមមនុស្សនិងពួកជំនុំផងចូលផុតទឹកពីពាងរបស់ខ្លួនឯងព្រមទាំងទឹកដែលហូរចេញពីអណ្ដូងរបស់ខ្លួនចុះតើគួរឲ្យរត់ទឹកឯងហូរសាចចេញទៅក្រៅហើយកន្លងទឹកឯងហូរទៅក្នុងផ្លូវឬអីត្រូវឲ្យទុកសម្រាប់ខ្លួនឯងតែមួយប៉ុណ្ណោះមិនមែនសម្រាប់មនុស្សដទៃជាមួយនឹងឯងផងនោះទេសូមឲ្យរន់ទឹកឯងបានពោចូលឲ្យឯងបានរីករាយចំពោះប្រពន្ធដែលបានគ្នាពីការក្រមុំកន្លោះចោះប្រៀបដូចជាក្តាន់ញីដែលគួរស្រឡាញ់និងប្រញីសំសួនត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាបហើយត្រូវឲ្យឯងស្លក់ចិត្តនឹងសេចក្តីស្រឡាញ់របស់នាងជានិច្ចផងត្បិតកូនអើយតើមានកំណងឲ្យឯងតែស្លក់ចិត្តចំពោះស្ត្រីដទៃហើយអោបទ្រង់នៃស្ត្រីក្រៅឬអីពីព្រោះអស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់នៅចំពោះព្រះនេត្រព្រះយេហូវ៉ាទ្រង់ក៏ស្ទង់មើល
អស់ទាំងផ្លូវច្រករបស់គេដែរអស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់នឹងចាប់យកអ្នកនោះឯងហើយអ្នកនោះនឹងត្រូវចងជាប់ដោយចំណងនៃអំពើបាបរបស់ខ្លួនអ្នកនោះនឹងត្រូវស្លាប់ទៅដោយឥតមានអ្នកណានឹងព្រានប្រដៅក៏នឹងវង្វេងចេញដោយវក់នឹងការចំគួតរបស់ខ្លួនជំពូកទី6កូនអើយបើឯងបានធានាឲ្យអ្នកចិត្តខាងឯងបើឯងបានចាប់ដៃសន្យាជំនួសអ្នកដទៃនោះឯងបានជាប់អន្ទាក់ដោយសារពាក្យសន្យារបស់ឯងគឺឯងបានត្រូវចាប់ហើយដោយពាក្យសម្ដីដែលចេញពីមាត់ឯងមកយ៉ាងនោះកូនអើយចូលធ្វើដូច្នេះវិញហើយដោះខ្លួនឲ្យរួចចុះព្រោះឃើញថាឯងបានធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃអ្នកជិតខាងឯងដូច្នេះចូលឯងទៅបន្ទាបខ្លួនហើយអង្វរដល់គេកុំឲ្យភ្នែកឯងដេកលក់ឬឲ្យត្របកភ្នែកឯងរលាវឡើយចូលឲ្យដោះខ្លួនចេញដូចជាប្រឹសរួចពីកណ្ដាប់ដៃនីព្រានហើយដូចសត្វហើររួចពីដៃនៃអ្នកដែលចាប់វាអោមនុស្សខ្ជិលច្រអូសអើយចូលទៅមើលស្រមោចចុះចូលពិចារណាផ្លូវទាំងប៉ុន្មានរបស់វាហើយមានប្រាជ្ញាឡើងវាគ្មាននាយគ្មានអ្នកកាន់កាប់ការឬអ្នកគ្រប់គ្រងឡើយគង់តែវាពុតគង់អាហារវានៅខែប្រាំងហើយក៏ប្រមូលស្បៀងទុកនៅក្នុងរដូវចម្រូតផងអោមនុស្សខ្ជិលច្រអូសអើយតើឯងនឹងដេកដល់កាលណាតើដល់កាលណាបានឯងក្រោកពីការដេកលក់ដេកបន្តិចងោកបន្តិចអោបដៃនិងដេកបន្តិចយ៉ាងនោះសេចក្តីកំសត់ទុរគតរបស់ឯងនឹងលោមកដល់ដូចជាចោរប្លន់ព្រមទាំងសេចក្តីខ្វះខាតដូចជាអ្នកកាន់គ្រឿងអាវុធឯមនុស្សចោរម្សៀតជាពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតគឺជាមនុស្សដែលប្រើមាត់ពោលពាក្យវាចជាអ្នកដែលមិចភ្នែកហើយធ្វើទីសម្គាល់ដោយជើងនិងដៃជាអ្នកដែលមានសេចក្តីវាចនៅក្នុងចិត្តក៏តែងតែគិតគូរបង្កើតការអាក្រក់ជានិច្ចព្រមទាំងសាបព្រោះការទាស់ទែងគ្នាដូច្នេះសេចក្តីអន្តរាយរបស់វានឹងលោមកភ្លាមមួយរំពេចក្នុងពេលបន្ទាន់នោះវានឹងត្រូវបាក់បែកឥតមានអ្វីជួយផងមាន6មុខដែលព្រះយេហូវ៉ាទ្រង់ស្អប់មាន7ផងដែលទ្រង់ពើមឆ្អើមគឺភ្នែកឆ្វឹងឆ្មៃមួយអណ្ដាតភូតភរមួយដៃដែលកំចាយជាមនុស្សឥតទោសមួយចិត្តដែលគិតគូរបង្កើតអំពើអាក្រក់មួយជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់មួយនិងសាក្សីคล้ายៗដែលពោលពាក្យកំពូតមួយហើយមនុស្សដែលសាបព្រោះសេចក្តីទាស់ទែងគ្នាក្នុងពួកបងប្អូនមួយដែរកូនអើយចូលរក្សាទុកនៅសេចក្តីបណ្ដាំរបស់ឪពុកឯងចុះកុំឲ្យបោះបង់ចោលដំបូន្មានរបស់ម្ដាយឯងឡើយចូលចងក្រៀកនៅនឹងចិត្តឯងជានិច្ចហើយភ្ជាប់នៅកឯងផងកាលណាឯងដើរដំណើរបណ្ដាំនោះនឹងនាំមុខឯងកាលណាដេកលក់នោះនឹងចាំយាមរក្សាឯងហើយកាលណាភ្ញាក់នោះនឹងនិយាយរកឯងស្បិតពាក្យបណ្ដាំនោះជាចង្កៀងហើយដំបូន្មាននោះជាពន្លឺឯសេចក្តីបន្ទោសនៃពាក្យព្រានប្រដៅនោះជាផ្លូវជីវិតហើយប្រយោជន៍នឹងរក្សាឯងទុកឲ្យរួចពីស្រីអាក្រក់គឺឲ្យរួចពីអណ្ដាតបញ្ចែករបស់ស្រីដទៃកុំឲ្យឯងមានតណ្ហាខ្មួលខ្មាញ់ចំពោះរូបថោមឆាយរបស់គេឡើយក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរបាត់ដោយព្រោះតែស្រីសំផឹងនោះមានមនុស្សដែលនឹងធ្លាក់ខ្លួនទៅជាមាននំប៉័ងតែមួយចំណិតប៉ុណ្ណោះហើយស្រីកំផិតតែងតែដេញចាប់ជីវិតដ៏វិសេសតើមនុស្សនឹងយកភ្លើងមកដាក់នៅនាទ្រូងអត់ឆេះដល់អាវខ្លួនបានឬតើនឹងដើរលើរងើកភ្លើងអត់រលាកដល់ជើងបានដែរឬដូច្នេះអ្នកណាដែលចូលទៅឯប្រពន្ធរបស់អ្នកជិតខាងនោះក៏ដូចគ្នាដែរអ្នកណាដែលប៉ះពាល់នឹងនាងនោះមិនរួចពីមានទោសឡើយមនុស្សរមែងមិនស្អប់ដល់ចោលគឺបើវាលួចឲ្យតែបានឆ្អែតពោះប៉ុណ្ណោះក្នុងវេលាដែលស្រេកឃ្លាននោះទេតែបើទាន់ឃើញវានោះគង់តែត្រូវឲ្យវាសងមួយជា7វិញវាត្រូវសងដល់ទៅគ្រប់របស់ដែលនៅក្នុងផ្ទះខ្លួនទាំងអស់ផងតែឯអ្នកណាដែលលួចប្រពន្ធគេនោះជាអ្នកឥតមានគំនិតឡើយអ្នកណាដែលប្រព្រឹត្តអំពើយ៉ាងនោះឈ្មោះថាចង់បំផ្លាញជីវិតខ្លួនហើយអ្នកនោះនឹងត្រូវសៅមងហើយអាប់យុះនឹងលុបសេចក្តីថ្មេះតេះដៀលចំពោះអ្នកនោះចេញមិនបាត់ឡើយស្បិតសេចក្តីប្រច័ណ្ឌជាសេចក្តីក្តៅក្រហាយរបស់មនុស្សហើយគេនឹងមិនប្រណីក្នុងថ្ងៃសងសឹកទេគេមិនព្រមទាំងក្រឡេកមើលតម្លៃលួសណាមួយផងហើយទោះបើឯងជូនជំនូនដល់គេជាច្រើនក៏ដោយគង់តែមិនបានរងាប់ចិត្តដែរជំពូកទី7កូនអើយចូលរក្សាអស់ទាំងពាក្យរបស់អញហើយប្រមូលអស់ទាំងបណ្ដាំអញទុកនៅនឹងឯងចុះត្រូវឲ្យរក្សាបណ្ដាំអញទាំងប៉ុន្មានដើម្បីឲ្យបានរស់នៅព្រមទាំងអវ៉ាត់អញដូចជារក្សាប្រទេសភ្នែកឯងដែរចូលចង់ភ្ជាប់នឹងម្រាមដៃហើយកំណត់ទុកនៅក្នុងដួងចិត្តឯងផងចូលនិយាយប្រាប់ដល់ប្រាជ្ញាថាឯងជាបងស្រីរបស់អញហ
ហើយត្រូវហើយយោបល់ថាជាសំណាញ់ឯងដើម្បីឲ្យសេចក្តីទាំងពីរនោះបានរក្សាឯងឲ្យរួចពីស្ត្រីដទៃគឺពីស្ត្រីក្រៅដែលនិយាយប្រឡោមដោយពាក្យផ្អែមល្ហែមត្បិតអញបានមើលពីបង្អួចហើយតាមតារាងផ្ទះអញទៅក៏ពិចារណាក្នុងពួកមនុស្សឆក់ល្ងងឃើញពួកកំឡោះមានម្នាក់ដែលឥតយោបល់កំពុងតែដើរទៅតាមជ្រុងផ្លូវរបស់ស្រីនោះក៏តម្រង់ទៅឯផ្ទះនាងគឺនៅពេលប្រឡប់ការទន្លឺនៅព្រឹកទៅនៅឡើយឬនៅពេលពាក់កណ្ដាលអត្រាការងងឹតសូនទៅហើយនោះឃើញមានស្ត្រីម្នាក់មកជួបនឹងវានាងនោះតែងខ្លួនរបៀបជាស្រីសំផឹងហើយមានចេះឧបាយនាងធ្វើសំឡេងឡូហើយក៏មានក្បាលរឹងជាអ្នកដែលនៅក្នុងផ្ទះមិនជាប់ជួនកាលនាងនៅផ្ទះជួនកាលនាងនៅទីផ្សារហើយក៏លោកចាំនៅគ្រប់ទាំងជ្រុងផ្លូវផងគឺយ៉ាងនោះដែលនាងចាប់ហើយថើបវាក៏និយាយនឹងវាដែលមុខក្រាស់ថានៅថ្ងៃនេះខ្ញុំបានត្រូវថ្វាយចាញ់បូជាដង្វាយមេត្រីក៏បានលើបំណន់នោះស្រេចហើយហើយនោះបានជាខ្ញុំចេញមកទទួលអ្នកដើម្បីខំរកឲ្យឃើញមុខអ្នកក៏បានឃើញហើយខ្ញុំបានក្រាលកម្រាលបាក់នៅលើគ្រែខ្ញុំព្រមទាំងសម្ពុតពណ៌ធ្វើពីអំបោះស្រុកអេស៊ីតផងខ្ញុំបានប្រោះដំណេកដល់គ្រឿងក្រអូបគឺដោយជ័រល្វីងទេសគ្រឹស្នានិងសម្បុរល្វែងចូលមកយើងនឹងបានឆ្អែតចិត្តដល់សេចក្តីស្នេហាដល់រាបដល់ភ្លឺចូលយើងមានចិត្តត្រេកត្រអាលក្នុងសេចក្តីស្រឡាញ់ចុះត្បិតប្តីខ្ញុំមិននៅផ្ទះទេគេបានធ្វើដំណើរទៅឆ្ងាយហើយក៏យកថង់ប្រាក់ជាប់នឹងខ្លួនទៅដែរដល់ពេញបោទើបត្រឡប់មកវិញគឺដោយពាក្យផ្អែមល្ហែមជាច្រើននាងបានបបួលឲ្យវាព្រមតាមហើយដល់ពាក្យបញ្ចាច់នៃបបោមាត់នាងក៏បង្ខំឲ្យវាទៅផងយ៉ាងនោះវាក៏តាមជាមួយរំពេចប្រៀបដូចជាគោដែលទៅឯទីសម្លាប់ឬដូចជាមនុស្សជាប់ចំណងដែលនាំទៅឯទីវាចាលមនុស្សចំគួតក៏តែមានព្រួញចំដុះខ្លើមខ្លួនឬដោយសត្វស្លាបហើយតម្រង់ទៅជាប់លុបឥតដឹងថានឹងចាប់យកជីវិតខ្លួនទេដូច្នេះកូនទាំងឡាយអើយជួយស្ដាប់អញឥឡូវហើយចង់ចិត្តចំពោះពាក្យដែលចេញពីមាត់អញចុះកុំឲ្យចិត្តឯងងាកទៅតាមផ្លូវរបស់ស្រីយ៉ាងនោះឡើយក៏កុំឲ្យវង្វេងទៅតាមផ្លូវច្រករបស់វាដែរត្បិតវាបានធ្វើឲ្យមនុស្សជាច្រើនត្រូវរបួសដួលពួកអ្នកដែលវាបានសម្លាប់នោះមានសន្ធឹកណាស់ផ្ទះរបស់វាគឺជាផ្លូវនាំចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់គឺនាំចុះទៅដល់លំនៅរបស់សេចក្តីស្លាប់ចំពោះទី8ឯបញ្ញានោះបន្លឺឡើងហើយយោបល់ក៏បញ្ចេញសំឡេងទេតើទាំងពីរនោះឈរនៅកំពូលនៃអស់ទាំងទីខ្ពស់ក្បែរផ្លូវដើរហើយនៅកន្លែងដែលផ្លូវច្រកប្រសពគ្នាព្រមទាំងនៅមាត់ទ្វារជាផ្លូវចូលទៅក្នុងទីក្រុងផងគឺនៅកន្លែងដែលមនុស្សចូលតាមទីក្រុងនោះក៏ស្រែកថាមនុស្សទាំងឡាយអើយអញស្រែកហៅឯងរកគ្នាហើយសំឡេងអញក៏ហៅរកដល់អស់មនុស្សជាតិមនុស្សឆោតល្ងងអើយចូលរៀនឲ្យដឹងសេចក្តីឆ្លៀវឆ្លាតមនុស្សចំគួតអើយចូលឲ្យចិត្តឯងមានយោបល់ចោះចូលស្ដាប់បិទអញនឹងពោលសេចក្តីដ៏ប្រសើរពិសេសហើយដែលអញបើកបបោមាត់នោះនឹងបញ្ចេញសេចក្តីទៀងត្រង់ពីព្រោះមាត់អញនឹងពោលសេចក្តីបិទហើយបបោមាត់អញនឹងខ្ពើមចំពោះសេចក្តីអាក្រក់អស់ទាំងពាក្យនៃមាត់អញសុទ្ធតែសុចរិតអត់មានអ្វីដែលទាន់ពាក់ឬស្រពេចស្រពិលឡើយគឺសុទ្ធតែប្រជែកច្បាស់ដល់អស់អ្នកដែលយល់ហើយក៏ទៀងត្រង់ដល់អស់អ្នកដែលរកបានតម្រីដែរស៊ូទទួលយកដំបូន្មានរបស់អញជាជាងប្រាក់ហើយទទួលតម្រីជាជាងមាសយ៉ាងវិសេសបំផុតបិទបញ្ញាប្រសើរជាងត្បូងទទឹមហើយរបស់ទាំងប៉ុន្មានដែលមនុស្សនឹងប្រាថ្នាចង់បាននោះក៏ប្រៀបទៅឲ្យស្មើមិនបានផងអញនេះជាតួប្រាជ្ញាអញយកគំនិតវាងវៃទុកជាលំនៅរបស់អញក៏មានចំណេះចេះគិតពិចារណាឯការកោតខ្លាចដល់ព្រះយេហូវ៉ានោះឈ្មោះថាស្អប់ដល់សេចក្តីអាក្រក់ចំណែកការលើកខ្លួនប្រកាន់ខ្លួនប្រព្រឹត្តអាក្រក់ហើយនឹងមាត់ពោលពាក្យរាជនោះអញក៏ស្អប់ណាស់ការជួយគំនិតជារបស់ផងអញព្រមទាំងការទាំងអស់ដែលមានប្រយោជន៍ផងអញជាតួយោបល់ក៏មានអធិរិទ្ធដែលព្រមហាសត្វសោយរាជហើយពួកមានបណ្ដាស័ក្តិក៏សម្រេចសេចក្តីយុត្តិធម៌ដោយសារអញពួកអ្នកគ្រប់គ្រងនិងពួកមានត្រកូលខ្ពស់គឺអស់ទាំងចៅវាយដែលនៅផែនដីក៏គ្រប់គ្រងដោយសារអញដែរអញស្រឡាញ់ដល់អស់អ្នកដែលស្រឡាញ់អញហើយអស់ពួកអ្នកដែលស្វែងរកអញអស់ពីចិត្តគឺនឹងបានជួបមានអស់ទាំងទ្រព្យសម្បត្តិនិងកិត្តិយសនៅជាមួយនឹងអញមានទាំងរបស់ទ្រព្យដ៏ស័ក្តិសិទ្ធិនិងសេចក្តីសុចរិតផងផលដែលកើតពីអញនោះពិសេសជាងមាសក៏ប្រសើរជាងមាសយ៉ាងបរិសុទ្ធផងហើយផលកម្រៃរបស់អញជាងប្រាក់យ៉ាងពិសេសបំផុតអញដើរក្នុងផ្លូវនៃសេចក្តីសុចរិតគឺនៅកណ្ដាលផ្លូវច្រកនៃសេចក្តីយុត្តិធម៌ដើម្បីនឹងធ្វើឲ្យអស់អ្នកដែលស្រឡាញ់អញបានទទួលរបស់ទាំងប៉ុន្មានដែលមានទុកជាមរតកហើយអញបានបំពេញឃ្លាំងរបស់គេព្រះយេហូវ៉ាទ្រង់បានតាំងអញឡើងជាដើមការនៃទ្រង់គឺមុនអស់ទាំងកិច្ចការរបស់ទ្រង់ពីបុរាណ
ទ្រង់បានសិតអញតាំងពីអស់កលរៀងមកគឺពីកាលនៅដើមឡើយមុនដែលមានផែនដីផងក្នុងគ្រាមុនដែលមានទីជម្រៅទឹកនោះអញបានកើតហើយគឺកាលមិនទាន់មានទ្រន់ទឹកណាដែលហូរចេញជាបរិបូរណ៍នៅឡើយមុនដែលភ្នំទាំងឡាយបានហាប់មកមួននៅអញបានកើតមកមុនអស់ទាំងភ្នំតូចគឺក្នុងកាលដែលទ្រង់មិនទាន់បង្កើតដីឬស្រែចម្ការឬល្អងធលីមុនដំបូងនៅផែនដីនៅឡើយផងក្នុងកាលដែលទ្រង់ប្រតិស្ថានផ្ទៃមេឃនោះអញបាននៅឯនោះហើយការទ្រង់បានពុះវងនៅលើទីជម្រៅទឹកការទ្រង់បានតាំងឲ្យមានពពកនៅខាងលើនិងរន្ធទឹកទាំងប៉ុន្មាននៅទីជម្រៅឲ្យបានមានកម្លាំងការទ្រង់បានកំណត់ព្រំខណ្ឌនៃសមុទ្រដើម្បីមិនឲ្យទឹកឡើងរំលងបង្កប់ទ្រង់ការទ្រង់បានកំណត់រាងរឹសនៃផែនដីនៅគ្រានោះអញបាននៅចិត្តទ្រង់ដូចជាមេជាងហើយអញជាទីគប់ព្រះハរតីទ្រង់រាល់ថ្ងៃព្រមទាំងមានសេចក្តីរីករាយនៅចំពោះទ្រង់ជានិច្ចក៏មានសេចក្តីរីករាយចំពោះផែនដីទាំងដុំមូលនៃទ្រង់ហើយបានសេចក្តីអំណរដោយនៅជាមួយនឹងពួកមនុស្សលោកដូច្នេះកូនទាំងឡាយអើយចូលស្ដាប់អញឥឡូវត្បិតអ្នកណាដែលស្រាក់សាអស់ទាំងផ្លូវរបស់អញនោះមានពរហើយចូលស្ដាប់ដំបូន្មានហើយមានបញ្ញាចុះកុំឲ្យប្រកែកមិនព្រមទទួលឡើយមានពរហើយអ្នកណាដែលស្ដាប់អញដោយចាំយាមលំត់ជាអញរាល់ថ្ងៃគឺដែលរងចាំនៅក្របទ្វារផ្ទះរបស់អញបាត់អ្នកណាដែលបានអញនោះបានជីវិតក៏នឹងប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាដែរតែឯអ្នកណាដែលធ្វើបាបនឹងអញនោះក៏ប្រទោសដល់ប្រលឹងខ្លួនដែរអស់អ្នកណាដែលស្អប់អញនោះឈ្មោះថាស្រឡាញ់សេចក្តីស្លាប់ហើយជំពូកទី9ប្រាជ្ញាបានសង់ផ្ទះរបស់ខ្លួនរួចហើយគឺបានចាំងសសរទាំង7ស្រេចក៏បានសម្លាប់សត្វសម្រាប់ជប់លៀងព្រមទាំងលាយស្រាទំពាំងបាយជូរនិងរៀបតុស្រេចហើយបានទាំងចាត់ពួកស្រីបំរើក្រមុំឲ្យចេញទៅក៏ស្រែកប្រកាសនៅលើទីខ្ពស់បំផុតនៃទីក្រុងថាអ្នកណាដែលឆោតល្ងង់ចូលបែរចូលមកក្នុងទីនេះចុះឯចំណែកអ្នកណាដែលឥតមានយោបល់នោះក៏ប្រាប់ថាចូលមកបរិភោគអាហាររបស់អញហើយផឹកស្រាទំពាំងបាយជូរដែលអញបានលាយហើយចូលលះចោលសេចក្តីខ្លៅល្ងង់ចេញនោះនឹងបានរស់នៅរួចឲ្យដើរក្នុងផ្លូវនៃយោបល់វិញចុះអ្នកណាប្រដៅតម្រង់ដល់មនុស្សដែលរមែងមើលងាយនោះនឹងបានតែសេចក្តីថ្មេះតេះដៀលវិញទេហើយអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់នោះនឹងបានប្រឡាក់ជាប់ដល់ខ្លួនហើយកុំឲ្យបន្ទោសដល់មនុស្សដែលតែងតែមើលងាយឡើយក្រែងគេស្អប់ឯងត្រូវឲ្យបន្ទោសដល់មនុស្សប្រាជ្ញវិញគេនឹងស្រឡាញ់ឯងចូលទូមានមនុស្សប្រាជ្ញនោះគេនឹងបានប្រាជ្ញារឹតតែច្រើនឡើងហើយបង្រៀនដល់មនុស្សសុចរិតនោះគេនឹងមានចំណេះចម្រើនឡើងដែរសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញាហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធនោះគឺជាយោបល់ត្បិតដោយសារអញនោះអស់ទាំងថ្ងៃរបស់អញនឹងបានចម្រើនច្រើនឡើងត្បិតដោយសារអញនោះអស់ទាំងថ្ងៃរបស់ឯងនឹងបានចម្រើនជាច្រើនឡើងហើយអស់ទាំងឆ្នាំនៃអាយុឯងនឹងបានយឺនយូរទៅបើឯងមានប្រាជ្ញានោះគឺបានសម្រាប់តែខ្លួនឯងទេឬបើឯងចំអកនោះមានតែឯងមួយនឹងត្រូវរងភារៈនោះឯស្ត្រីដែលល្ងីល្ងើគេតែងស្រែកឡូឡូក៏ល្ងងខ្លៅឥតដឹងអ្វីសោះគេអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួនឬទីអង្គុយត្រង់ទីខ្ពស់នៃក្រុងដើម្បីហៅរកអស់អ្នកដែលដើរតាមទីនោះជាពួកអ្នកដែលដើរតម្រង់តាមទ្វារទៅដោយពាក្យថាណែអ្នកណាដែលឆោតល្ងងចូលមកទីនេះចុះនាងនិយាយបបួលអស់អ្នកដែលគ្មានយោបល់ថាទឹកដែលលួចពីគេនោះរមែងផ្អែមឯអាហារដែលបរិភោគដោយលួចលាក់នោះក៏រមែងឆ្ងាញ់តែគេមិនដឹងថាពួកអ្នកស្លាប់មាននៅទីនោះឬថាភ្ញៀវរបស់ស្ត្រីនោះសុទ្ធតែនៅក្នុងទីជម្រៅនៃឋានឃុំព្រលឹងមនុស្សស្លាប់ទេជំពូកទី10នេះជាសុភាសិតរបស់សាឡូមោនកូនដែលមានប្រាជ្ញារមែងធ្វើឪពុកមានចិត្តរីករាយតែកូនដែលងីងើតែនាំឲ្យម្ដាយធ្ងន់ទ្រង់វិញទ្រព្យសម្បត្តិដែលបានមកដោយអំពើអាក្រក់នោះគ្មានប្រយោជន៍ទេតែសេចក្តីសុចរិតនោះរមែងជួយឲ្យរួចពីស្លាប់ព្រះយេហូវ៉ាទ្រង់មិនព្រមឲ្យព្រលឹងនៃមនុស្សសុចរិតត្រូវស្រេកឃ្លានទេតែទ្រង់ច្រានសេចក្តីស្លោបរបស់មនុស្សអាក្រក់ចេញអ្នកណាដែលធ្វើការដោយដៃជិលច្រអូសនោះរមែងធ្លាក់ខ្លួនជាក្រតែដែលមនុស្សដែលឧស្សាហ៍នាំឲ្យមានវិញចំណែកអ្នកណាដែលខំប្រឹងប្រមូលទុកនៅក្នុងរដូវក្តៅនោះឯងជាកូនដែលមានគំនិតតែឯអ្នកណាដែលរវល់តែដេកនៅរដូវជំរុតវិញនោះគឺជាកូនដែលនាំឲ្យមានសេចក្តីខ្មាស់អំណោយពររមែងស្ថិតលើក្បាលនៃមនុស្សសុចរិតតែសេចក្តីច្រឡោតតែងទប់មាត់របស់មនុស្សអាក្រក់វិញសេចក្តីនឹកចាំពីមនុស្សសុចរិតនោះនាំឲ្យមានពរតែឈ្មោះរបស់មនុស្សអាក្រក់រមែងពុករលួយទៅអ្នកណាដែលមានចិត្តប្រកបដោយប្រាជ្ញានោះតែងទទួលបង្គាប់តែមនុស្សល្ងីល្ងើតែងមានមាត់រពឹសនោះនឹងត្រូវអឿលវិញ
អ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់នោះក៏ដើរដោយទុកចិត្តតែអ្នកណាដែលបង្ខូចផ្លូវខ្លួននោះមនុស្សទាំងឡាយនឹងស្គាល់ពីច្បាស់ដែរអ្នកណាដែលមិចភ្នែកនោះរមែងនាំឲ្យកើតទុក្ខហើយមនុស្សល្ងីល្ងើដែលមានមាត់រពឹសនោះក៏នឹងត្រូវដួលចុះមាត់នេះមនុស្សសុចរិតជាអណ្ដូងជីវិតតែសេចក្តីច្រឡោតតែងខ្ទប់មាត់របស់មនុស្សអាក្រក់ឯសេចក្តីសំអប់នោះបណ្ដាលឲ្យកើតមានហេតុទាស់ទែងគ្នាតែសេចក្តីស្រឡាញ់តែងគ្រប់បាំងអស់ទាំងអំពើកំហុសនៅបបោមាត់របស់មនុស្សមានយោបល់នោះឃើញមានប្រាជ្ញាតែមានរំពាត់សម្រាប់ខ្នងនៃមនុស្សណាដែលឥតមានតម្រេះវិញមនុស្សប្រាជ្ញតែងប្រមូលចំណេះទុកតែឯមាត់របស់មនុស្សងាយល្ងើនោះជាសេចក្តីហិនវិនាសដែលនៅបង្កាយវិញទ្រព្យសម្បត្តិរបស់អ្នកមានជាទីក្រុងមាំមួនដល់គេសេចក្តីហិនវិនាសរបស់មនុស្សក្រគឺជាសេចក្តីតល់ក្ររបស់គេកិច្ចការដែលមនុស្សជាតិកិច្ចការដែលមនុស្សសុចរិតធ្វើនោះគឺសម្រាប់ចិញ្ចឹមជីវិតតែផលរបស់មនុស្សអាក្រក់សម្រាប់តែធ្វើបាបវិញអ្នកណាដែលស្ដាប់តាមសេចក្តីព្រានប្រដៅនោះឈ្មោះថាដើរក្នុងផ្លូវនៃជីវិតហើយតែអ្នកណាដែលមិនព្រមទទួលសេចក្តីបន្ទោសនោះហៅថាវង្វេងវិញអ្នកណាដែលលាក់សេចក្តីសំអប់ទុកនោះគឺជាអ្នកមានបបោមាត់កុហកហើយអ្នកណាដែលនិយាយដើមគេនោះជាមនុស្សល្ងីល្ងើអ្នកណាដែលនិយាយច្រើននោះមិនខាននឹងមានបាបឡើយតែអ្នកណាដែលខកទុកបបោមាត់វិញនោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញាអណ្ដាតរបស់មនុស្សសុចរិតប្រៀបបីដូចជាប្រាក់វិសេសបំផុតតែចិត្តរបស់មនុស្សអាក្រក់រមែងមានតម្លៃតិចណាស់បបោមាត់របស់មនុស្សសុចរិតវារក្សាមនុស្សជាច្រើនតែមនុស្សល្ងីល្ងើជាស្លាប់បាត់ទៅដោយខ្វះយោបល់វិញអំណោយពរនៃព្រះយេហូវ៉ានឹងធ្វើឲ្យទៅជាមានហើយទ្រង់មិនបន្ថែមសេចក្តីទុក្ខព្រួយផងទេឯការដែលមនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់នោះដូចជាលបែងលេងសប្បាយដល់គេតែមនុស្សដែលមានតម្រេះយោបល់នោះចូលចិត្តនឹងប្រាជ្ញាវិញសេចក្តីដែលមនុស្សអាក្រក់ភ័យខ្លាចនោះនឹងកើតឡើងដល់គេជាពិតហើយសេចក្តីដែលមនុស្សសុចរិតប្រាថ្នាចង់បាននោះនឹងបានបើកឲ្យដែរកាលណាខ្យល់គួចហួសបាត់ទៅនោះមនុស្សអាក្រក់ឥតមានសល់ឡើយតែមនុស្សសុចរិតមានឫសដល់ស្ថិតទេនៅអស់កលវិញទឹកខ្មេះដល់ក្មេងហើយតែងដល់ភ្នែកនោះជាយ៉ាងណាឯមនុស្សជួយច្រអូសក៏យ៉ាងនោះដល់អ្នកណាដែលប្រើវាដែរសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ានឹងចម្រើនតែអាយុទាំងអស់ទាំងឆ្នាំនៃអាយុរបស់មនុស្សអាក្រក់នឹងត្រូវរួញខ្លីវិញការសង្ឃឹមរបស់មនុស្សសុចរិតនោះនាំឲ្យមានចិត្តរីករាយតែសេចក្តីទុកចិត្តរបស់មនុស្សអាក្រក់នឹងសូន្យបាត់ទៅផ្លូវព្រះយេហូវ៉ាជាបន្ទាយដល់មនុស្សទៀងត្រង់តែជាសេចក្តីហិនវិនាសដល់អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់មនុស្សសុចរិតនឹងមិនត្រូវរង្គើឡើយតែមនុស្សអាក្រក់នឹងអាស្រ័យនៅផែនដីមិនបានមាត់របស់មនុស្សសុចរិតតែងបញ្ចេញប្រាជ្ញាតែអណ្ដាតវិកនឹងត្រូវកាត់ចេញបបោមាត់របស់មនុស្សសុចរិតរមែងដឹងសេចក្តីដែលគួរគប្បីតែមាត់របស់មនុស្សអាក្រក់ពោលតែសេចក្តីក្រវិចក្រវៀនវិញចំពោះទី11ចិញ្ចៀនមិនត្រឹមត្រូវជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាតែកូនចិញ្ចៀនគ្រប់ទម្ងន់ជាទីគប់ដល់ព្រះハរតីទ្រង់វិញកាលណាកើតមានសេចក្តីអំនួតនោះក៏កើតមានសេចក្តីខ្មាស់ដែរតែប្រាជ្ញាតែងនៅនឹងមនុស្សភាពសេចក្តីសុចរិតរបស់មនុស្សទៀងត្រង់នឹងនាំផ្លូវគេតែសេចក្តីវាចរបស់មនុស្សប្រទុះនឹងនាំឲ្យវិនាសវិញហើយទ្រព្យសម្បត្តិគ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយតែសេចក្តីសុចរិតនឹងជួយឲ្យរួចពីស្លាប់វិញសេចក្តីសុចរិតរបស់មនុស្សគ្រប់លក្ខនឹងតម្រង់ផ្លូវខ្លួនតែមនុស្សអាក្រក់នឹងដួលដោយសារអំពើអាក្រក់របស់ខ្លួនវិញហើយសេចក្តីសុចរិតរបស់មនុស្សទៀងត្រង់នឹងជួយឲ្យរួចខ្លួនតែមនុស្សប្រទោសនឹងត្រូវជាប់ក្នុងការទុច្ចរិតរបស់ខ្លួនវិញកាលណាមនុស្សអាក្រក់ស្លាប់ទៅនោះសេចក្តីសង្ឃឹមរបស់គេក៏សូន្យទៅដែរហើយសេចក្តីទុកចិត្តរបស់មនុស្សទុច្ចរិតនឹងត្រូវវិនាសទៅផងមនុស្សសុចរិតរមែងរួចពីសេចក្តីលំបាកឯមនុស្សអាក្រក់ទទួលរងជំនួសវិញមនុស្សស្មិលល្មើសតែបំផ្លាញអ្នកជិតខាងដោយសារមាត់ខ្លួនតែតម្រិះរបស់មនុស្សសុចរិតនឹងដោះឲ្យខ្លួនរួចវិញគ្រាដែលមនុស្សសុចរិតមានសេចក្តីសុខស្រួលនោះទីក្រុងក៏រីរាយស្រទរហើយកាលណាមនុស្សអាក្រក់វិនិច្ឆ័យទៅនោះឮសំឡេងហូរសប្បាយទីក្រុងបានស្គមស្កើនឡើងដោយសារពររបស់មនុស្សទៀងត្រង់តែដោយសារមាត់របស់មនុស្សអាក្រក់នោះត្រូវរលំវិញអ្នកណាដែលមើលងាយចំពោះអ្នកជិតខាងខ្លួននោះឥតមានប្រាជ្ញាទេតែអ្នកណាមានយោបល់រមែងនៅស្ងៀមវិញអ្នកណាដែលដើរចុះឡើងនិយាយបកគេនោះឈ្មោះថាបើកការអត់កំបាំងតែអ្នកណាដែលមានចិត្តស្មោះត្រង់នោះតែងក្របបាំងរឿងរ៉ាវវិញទីណាដែលអត់មានអ្នកប្រាជ្ញនៅមុខនោះប្រជាជនរមែងដួលទៅតែបើមានអ្នកប្រឹក្សាជាច្រើននោះមានសេចក្តីសុខវិញអ្នកណាដែលធានាឲ្យអ្នកដទៃនោះនឹងត្រូវពិបាកណាស់តែអ្នកណាដែលមិនចូលចិត្តនឹងការធានានោះនឹងបានសុខវិញស្ត្រីណាដែលមានអធិស្ឋានល្អនោះតែងរក្សាទុកនៅកិត្តិស័ព្ទដូចជាមនុស្សព្រឹកព្រាបដែលរក្សាទ្រព្យសម្បត្តិដែរមនុស្សដែលមានចិត្តមេត្តានោះតែងធ្វើល្អដល់ជីវិតខ្លួនតែអ្នកណាដែលសាហាវនោះធ្វើទុក្ខដល់សាច់ជំខ្លួនវិញមនុស្សអាក្រក់បានកម្រៃដែលតែងតែលលួងតែអ្នកណាដែលផ្សាយសេចក្តីសុចរិតនោះបានរង្វាន់យ៉ាងជាប់លាប់ចំណែកសេចក្តីសុចរិតតែនាំឲ្យបានជីវិតតែអ្នកណាដែលដេញតាមអំពើអាក្រក់នោះរមែងធ្វើឲ្យខ្លួនស្លាប់វិញអ្នកណាដែលមានចិត្តវាចនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាតែអ្នកណាដែលគ្រប់លក្ខក្នុងផ្លូវខ្លួនប្រព្រឹត្តនោះជាទីគប់ដល់ព្រះハរតីទ្រង់វិញទោះបើព្រួតដៃគ្នាគង់តែមនុស្សអាក្រក់
នឹងមិនរួចពីទៅឡើយតែពុយពងរបស់មនុស្សសុចរិតនឹងមានជំនួយជួយឲ្យរួចស្ត្រីមានរូបស្រស់ល្អដែលអត់មានកំណត់និយាយនោះប្រៀបដូចជាក្រវិលមាសដែលពាក់នៅច្រមុះជ្រូកសេចក្តីពងប្រាថ្នារបស់មនុស្សសុចរិតនោះសុទ្ធតែល្អតែសេចក្តីសង្ឃឹមរបស់មនុស្សអាក្រក់នោះត្រូវខាងសេចក្តីក្រេវក្រោធវិញមានមនុស្សដែលចែកចាយទ្រព្យតែចេះតែចម្រើនកើនឡើងក៏មានមនុស្សដែលហួងហែងហួសខ្នាតតែគេចេះតែខ្វះខាតវិញមនុស្សដែលមានចិត្តសុធានឹងបានបរិបូរហើយអ្នកណាដែលស្រោចទឹកដល់គេនោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរឯអ្នកណាដែលបានខាំងទុកអង្គបណ្ដាជននឹងប្រតិចដាសាអ្នកនោះតែនឹងមានពរស្ថិតនៅលើក្បាលនៃអ្នកណាដែលលុកឲ្យវិញអ្នកណាដែលព្យាយាមស្វែងរកសេចក្តីល្អនោះរមែងបានគេរាប់អានដល់ខ្លួនដែរតែអ្នកណាដែលស្វែងរកតាមការអាក្រក់នឹងកើតដល់អ្នកនោះឯងអ្នកណាដែលទីពឹងចំពោះទ្រព្យសម្បត្តិខ្លួននោះនឹងត្រូវដួលចុះតែមនុស្សសុចរិតនឹងចម្រើនឡើងដូចជាស្លឹកឈើខៀវខ្ចីអ្នកណាដែលនាំឲ្យកើតវឹកវរក្នុងផ្ទះខ្លួននោះនឹងត្រង់បានចោលជាមរតកហើយមនុស្សល្ងីល្ងើនឹងធ្វើជាបាវបំរើដល់មនុស្សប្រាជ្ញផលរបស់មនុស្សសុចរិតនោះជាដើមឈើនៃជីវិតហើយអ្នកណាដែលមានប្រាជ្ញានោះរមែងចាប់បានព្រលឹងរបស់មនុស្សមើលពួកមនុស្សសុចរិតនឹងទទួលបានរង្វាន់នៅផែនដីទៅហើយចោះឯមនុស្សអាក្រក់និងមនុស្សមានបាបតែនឹងទទួលសំណងលើសជាងអំបាលម៉ានទៅទៀតជំពូកទី12អ្នកណាដែលចូលចិត្តចំពោះសេចក្តីព្រានប្រៅនោះក៏ស្រឡាញ់តម្រេះតែអ្នកណាដែលស្អប់ដល់សេចក្តីបន្ទោសនោះជាមនុស្សកំរោលវិញមនុស្សល្អនឹងប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាតែទ្រង់នឹងកាត់ទោសដល់មនុស្សណាដែលគិតគូរបង្កើតការអាក្រក់គ្មានមនុស្សណាបានតាំងមាំមួនឡើងដោយសារអំពើអាក្រក់ទេតែឫសនៃមនុស្សសុចរិតមិនត្រូវរលើងឡើយស្ត្រីមានចិត្តបរិសុទ្ធនោះជាមកុដដល់ប្តីតែស្ត្រីណាដែលនាំឲ្យមានសេចក្តីខ្មាស់នោះប្រៀបដូចជាសេចក្តីពុករលួយនៅក្នុងឆ្អឹងរបស់ប្តីវិញអស់ទាំងគំនិតរបស់មនុស្សសុចរិតនោះសុទ្ធតែទៀងត្រង់តែគំនិតរបស់មនុស្សអាក្រក់នោះជាសេចក្តីខុសបោកវិញពាក្យសម្ដីរបស់មនុស្សអាក្រក់សុទ្ធតែនិយាយពីការលបចាំកំចាយឈាមតែមាត់របស់មនុស្សទៀងត្រង់នឹងជួយឲ្យគេរួចវិញមនុស្សអាក្រក់ត្រូវដួលហើយមិននៅទៀតទេតែផ្ទះរបស់មនុស្សសុចរិតបានស្ថិតស្ថេរនៅវិញមនុស្សនឹងបានគេសរសើរតាមប្រាជ្ញារបស់ខ្លួនតែអ្នកណាដែលមានចិត្តវាចនោះគេនឹងស្អប់វិញអ្នកណាដែលគេរាប់អានតិចតែមានបាវបំរើនោះវិសេសជាងមនុស្សណាដែលដំកើងខ្លួនប៉ុន្តែខ្វះខាតអាហារវិញមនុស្សសុចរិតរមែងប្រណីដល់ជីវិតនៃសត្វរបស់ខ្លួនតែចិត្តរបស់មនុស្សអាក្រក់នោះសាហាវណាស់អ្នកណាដែលធ្វើស្រែខ្លួននោះនឹងបានបាយជាបរិបូរណ៍តែអ្នកណាដែលតាមសេចក្តីឥតប្រយោជន៍នោះមានយោបល់វិញឯមនុស្សអាក្រក់គេចង់បានរបបរបស់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់តែឫសរបស់មនុស្សសុចរិតនោះបង្កើតផលផ្លែវិញមានអន្ទាក់អាក្រក់នៅក្នុងអំពើរំលងរបស់បបោមាត់តែមនុស្សសុចរិតនឹងចេញរួចពីសេចក្តីលំបាកមនុស្សនឹងបានស្កប់ចិត្តនឹងសេចក្តីល្អដោយសារផលដែលកើតពីមាត់ខ្លួនហើយកិច្ចការដែលដៃមនុស្សធ្វើនោះនឹងបានសងដល់អ្នកនោះវិញមនុស្សល្ងីល្ងើរមែងឃើញផ្លូវរបស់ខ្លួនជាត្រឹមត្រូវហើយតែអ្នកដែលមានប្រាជ្ញានោះតែងស្ដាប់សេចក្តីដំបូន្មានវិញសេចក្តីខ្នាន់ខ្នាញ់ក្នុងចិត្តមនុស្សល្ងីល្ងើនោះបានសម្ដែងមកឲ្យឃើញភ្លាមតែមនុស្សឆ្លៀវឆ្លាតគេតែងគ្របបាំងសេចក្តីខ្មាស់វិញអ្នកណាដែលពោលពាក្យពិតនោះរមែងសម្ដែងចេញនៅសេចក្តីសុចរិតតែស័ក្តិសិទ្ធិខ្លាំងនោះសម្ដែងសេចក្តីកំពូលវិញមានគេដែលពោលពាក្យឥតបើគិតដូចជាចាក់ដោយដាវតែសម្ដីរបស់មុខប្រាជ្ញជាថ្នាំសាសវិញបបោមាត់ដែលបញ្ចេញសេចក្តីពិតនោះនឹងបានតាំងជាប់នៅជានិច្ចតែអណ្ដាតភូតភរនោះនៅតែមួយផ្លែទេការខកបោករមែងនៅក្នុងចិត្តនៃមនុស្សដែលគិតគូរបង្កើតការអាក្រក់តែមានសេចក្តីអំណរសម្រាប់មនុស្សដែលប្រឹក្សាឲ្យមានសេចក្តីសុខមនុស្សសុចរិតនឹងមិនត្រូវកើតមានសេចក្តីភិតភ័យអន្តរាយឡើយតែមនុស្សដែលប្រព្រឹត្តអាក្រក់នឹងបានអែតដោយការអាក្រក់បបោមាត់ដែលពោលពាក្យភូតភរជាទីស្អប់ពើមដល់ព្រះយេហូវ៉ាតែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់នោះជាទីគប់ដល់ព្រះハរតីទ្រង់វិញមនុស្សដែលមានគំនិតគេគ្របបាំងចំណេះរបស់ខ្លួនតែចិត្តរបស់មនុស្សល្ងីល្ងើគេតែងតែប្រកាសពីសេចក្តីល្ងងវិញដៃរបស់មនុស្សជាយាមនឹងបានឡើងគ្រប់គ្រងតែមនុស្សជឿច្រអូសនឹងត្រូវទទួលការបម្រើវិញការទុកដែលគ្របសង្កត់ចិត្តនោះធ្វើឲ្យរួញថយចុះតែពាក្យល្អមួយម៉ាត់នឹងធ្វើឲ្យរីករាយឡើងមនុស្សសុចរិតជាអ្នកនាំផ្លូវដល់អ្នកជិតខាងតែផ្លូវរបស់មនុស្សអាក្រក់រមែងនាំឲ្យវង្វេងវិញមនុស្សជឿច្រអូសគេមិនអាំងសាច់របស់សត្វដែលខ្លួនចាប់បានទេតែអ្វីៗដែលមនុស្សឧស្សាហ៍មាននោះក៏រាប់ជាវិសេសវិញជីវិតស្ថិតនៅក្នុងផ្លូវនៃសេចក្តីសុចរិតហើយក្នុងផ្លូវច្រកនោះគ្មានសេចក្តីស្លាប់ឡើយ
ចំពោះទី13កូនដែលមានប្រាជ្ញារមែងស្ដាប់តាមដំបូន្មានរបស់ឪពុកតែមនុស្សចំអកមើលងាយជាមិនព្រមស្ដាប់តាមពាក្យបន្ទោសទេមនុស្សនឹងបានសេចក្តីល្អដោយសារផលដែលកើតពីមាត់មកតែព្រលឹងរបស់មនុស្សក្បត់នឹងបានតែសេចក្តីច្រឡោតវិញអ្នកណាដែលរវាងមាត់នោះរមែងរក្សាជីវិតខ្លួនតែអ្នកណាដែលហាមាត់ធំនោះនឹងត្រូវវិនិច្ឆ័យទៅព្រលឹងនៃមនុស្សជាច្រអូសប្រាថ្នាចង់បានតែមិនបានអ្វីសោះឯព្រលឹងនៃមនុស្សជាយាមនោះនឹងបានជាបរិបូរវិញមនុស្សសុចរិតរមែងស្អប់ពាក្យពុតពោតែមនុស្សអាក្រក់គេគួរពើមហើយមានសេចក្តីខ្មាស់ផងសេចក្តីសុចរិតតែងតែការពារអ្នកដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់តែអំពើអាក្រក់រមែងផ្ដួលមនុស្សមានបាបវិញមានគេដែលខំប្រឹងឲ្យបានជាអ្នកស្រុកស្ដំតែគេគ្មានអ្វីសោះក៏មានមនុស្សដែលទៅជាក្រតែមានទ្រព្យសម្បត្តិច្រើនឯទ្រព្យសម្បត្តិនឹងទុកសម្រាប់លុះជីវិតមនុស្សបានតែមនុស្សក្រគេមិនដែលឮពាក្យកំហែងទេពន្លឺនៃមនុស្សសុចរិតនោះជាទីសប្បាយហើយតែចង្កៀងរបស់មនុស្សអាក្រក់នឹងរលត់ទៅផលនៃសេចក្តីឆ្មងឆ្មៃនោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះតែប្រាជ្ញាស្ថិតនៅនឹងពួកអ្នកដែលស្ដាប់តាមសេចក្តីទូន្មានទ្រព្យសម្បត្តិដែលបានដោយការមិនគួរគប្បីនោះនឹងខ្ជិះខ្ជាយទៅតែអ្នកណាដែលសន្សំដោយប្រឹងប្រែងនោះនឹងបានចម្រើនកើនឡើងសេចក្តីសង្ឃឹមដែលចេះតែបន្ថយទៅនោះនាំឲ្យរអាចិត្តតែកាលណាជាបានដោយប្រាថ្នានោះប្រៀបដូចជាដើមឈើនៃជីវិតវិញអ្នកណាដែលមើលងាយព្រះបន្ទូលនោះនឹងនាំឲ្យខ្លួនត្រូវវិនិច្ឆ័យតែអ្នកណាដែលកត់ខ្លាចដល់ក្រឹតវិន័យនោះនឹងបានរង្វាន់វិញអវាទរបស់អ្នកប្រាជ្ញជារន្ធទឹកនៃជីវិតសម្រាប់ឲ្យបានរួចពីអន្ទាក់នៃសេចក្តីស្លាប់គំនិតឆ្លោះមុតនោះនាំឲ្យគេរាប់អានតែផ្លូវរបស់មនុស្សដែលរំលងច្បាប់នោះពិបាកវិញគ្រប់ទាំងមនុស្សដែលមានគំនិតឆ្លៀតឆ្លាតរមែងប្រព្រឹត្តដោយតម្រេះតែមនុស្សងាយល្ងើគេបង្អួតសេចក្តីចំគួតរបស់ខ្លួនវិញមនុស្សអាក្រក់ដែលនាំដំណឹងនោះតែងធ្លាក់ទៅក្នុងការអាក្រក់តែទូតស្មោះត្រង់នោះចម្រើនសេចក្តីសុខវិញអ្នកណាដែលមិនព្រមស្ដាប់ពាក្យព្រាងប្រដៅនឹងត្រូវក្រលំបាកហើយអៀនខ្មាស់ទៅតែអ្នកណាដែលព្រមស្ដាប់តាមសេចក្តីបន្ទោសវិញនោះនឹងបានចិត្តស័ព្ទការដែលបានសម្រេចតាមបំណងចិត្តនោះមានរសផ្អែមដល់ព្រលឹងហើយតែអ្នកដែលលះចេញពីអំពើអាក្រក់នោះជាសេចក្តីស្អប់ពើមរបស់មនុស្សងាយល្ងើវិញអ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញនោះនឹងមានប្រាជ្ញាដែរតែអ្នកណាដែលភពប្រសពនឹងមនុស្សងាយល្ងើនោះនឹងត្រូវខូចបង់វិញសេចក្តីអាក្រក់ដែលជាប់តាមមនុស្សមានបាបតែមនុស្សសុចរិតនឹងបានរង្វាន់ជាសេចក្តីល្អវិញមនុស្សល្អគេតែងតែទុកមរតកដល់កូនចៅរបស់ខ្លួនតែទ្រព្យសម្បត្តិរបស់មនុស្សមានបាបនោះបានប្រមូលទុកសម្រាប់មនុស្សសុចរិតវិញការភ្ជួររាស់របស់មនុស្សក្រីក្រនោះរមែងបង្កើតអាហារជាច្រើនតែមានគេដែលត្រូវបំផ្លាញវិញដោយខ្វះសេចក្តីយុត្តិធម៌អ្នកណាដែលមិនទៅប្រើរំពាត់នោះឈ្មោះថាស្អប់ពូនតែអ្នកណាដែលស្រឡាញ់កូនវិញនោះឧស្សាហ៍វាផ្ចាលវាមនុស្សសុចរិតគេបរិភោគតតែស្កប់កល់តែពោះរបស់មនុស្សអាក្រក់នឹងត្រូវអត់ឃ្លានវិញចំពោះទី14គ្រប់ទាំងស្រីដែលមានប្រាជ្ញារមែងសង់ផ្ទះរបស់ខ្លួនឡើងតែស្ត្រីល្ងិលល្ងើគេរំលំផ្ទះដោយដៃខ្លួនវិញអ្នកណាដែលដើរដោយសេចក្តីទៀងត្រង់របស់ខ្លួននោះរមែងកោតខ្លាចដល់ព្រះយេហូវ៉ាតែអ្នកណាដែលប្រព្រឹត្តតាមផ្លូវវាចនោះឈ្មោះថាមិនងាយទ្រង់វិញនៅក្នុងមាត់របស់មនុស្សល្ងិលល្ងើនោះមានរំពាត់សម្រាប់បង្ក្រាបសេចក្តីអំនួតរបស់វាតែបបោមាត់មនុស្សប្រាជ្ញនឹងការពារខ្លួនគេវិញផ្ទះណាគ្មានគោនោះក្ររមែងស្អាតល្អតែគឺដោយកម្លាំងគោនោះឯងដែលនឹងចម្រើនកាន់ឡើងបានសាក្សីស្មោះត្រង់នឹងមិនកុហកឡើយតែសាក្សីខ្លាំងខ្លាយតែងតែពោពាក្យพูดផលវិញមនុស្សចំអកគេខំស្វែងរកបញ្ញាតែមិនបានទេឯចំណេះវិញនោះងាយដល់អ្នកណាដែលមានយោបល់ចូលជិះចេញពីមនុស្សងាយល្ងើចោះបិទនឹងឃើញមានចំណេះនៅបបោមាត់វាមិនបានឯមប្រាជ្ញារបស់មនុស្សវាងវៃនោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួនតែសេចក្តីចំគួតរបស់មនុស្សល្ងិលល្ងើនោះជាសេចក្តីឆបោកទៅទេមនុស្សល្ងិលល្ងើរមែងសើចលចំពោះអំពើបាបតែនៅក្នុងពួកមនុស្សសុចរិតតែមានសេចក្តីរាប់អានគ្នាចិត្តមនុស្សរមែងស្គាល់សេចក្តីជូរជាត់របស់ខ្លួនឯមនុស្សដទៃនឹងទទួលចំណែកក្នុងសេចក្តីអំណររបស់ចិត្តនោះមិនបានផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរលំតែតមរបស់មនុស្សទៀងត្រង់នឹងចម្រើនកើនឡើងវិញមានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អដល់មនុស្សតែចុងបំផុតនៃផ្លូវនោះគឺជាសេចក្តីស្លាប់វិញនៅវេលាកំពុងតែសោយសប្បាយគង់តែចិត្តមានសេចក្តីសោកសៅដែរហើយចុងបំផុតនៃសេចក្តីអំណរគឺជាធ្ងន់ទ្រង់វិញអ្នកណាដែលមានចិត្តរសាយថយទៅវិញនោះនឹងបានឆ្អែតក្នុងផ្លូវរបស់ខ្លួនតែមនុស្សល្អនឹងបានគាប់កល់អំពីក្នុងចិត្តខ្លួនឯងវិញមនុស្សឆោតល្ងងគេជឿគ្រប់ពាក្យទាំងអស់តែមនុស្សមានគំនិតវាងវៃរមែងមើលផ្លូវខ្លួនដោយប្រយ័ត្នមនុស្សដែលមានបញ្ញារមែងកោតខ្លាចហើយក៏ជិះចេញពីផ្លូវអាក្រក់តែមនុស្សល្ងិលល្ងើគេមានចិត្តចាំងម៉ងហើយទុកចិត្តតែនឹងខ្លួនឯងវិញ
អ្នកណាដែលរហ័សខឹងនោះតែងតែប្រព្រឹត្តអត់បើកិត្តហើយមនុស្សដែលគិតគូរបង្កើតការអាក្រក់នោះរមែងជាទីស្អប់ដល់អ្នកដទៃមនុស្សថលងងគេក្រងបានសេចក្តីចំគួតទុកជាមរតកតែមនុស្សឆ្លៀវឆ្លាតបានពាក់តម្រិះជាមកកវិញមនុស្សអាក្រក់រមែងអោនចោះនៅចំពោះមនុស្សល្អហើយមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ក៏ក្រាតចោះនៅមាត់វានៃមនុស្សសុចរិតដែរមនុស្សក្រជាទីស្អប់ពើមដល់ទាំងអ្នកចិត្តខាងខ្លួនផងតែអ្នកមានវិញគេមានមិត្តសម្លាញ់ច្រើនអ្នកណាដែលមើលងាយដល់អ្នកចិត្តខាងនោះឈ្មោះថាមានបាបហើយតែអ្នកណាដែលមានចិត្តមេត្តាដល់មនុស្សតក្រនោះរមែងសប្បាយវិញមនុស្សដែលគិតគូរបង្កើតការអាក្រក់នោះវង្វេងហើយទៅតើប៉ុន្តែមនុស្សដែលគិតគូរបង្កើតការល្អវិញនោះនឹងបានសេចក្តីមេត្តានិងសេចក្តីពិតអស់ទាំងការដែលខំធ្វើសុទ្ធតែមានកម្រៃតែសម្ដីទទេនឹងនាំឲ្យក្រខ្សត់វិញទ្រព្យសម្បត្តិជាមកុដដល់មនុស្សប្រាជ្ញតែសេចក្តីចំគួតរួមមនុស្សងីងើនោះជាសេចក្តីចំពោះសត្វសាក្សីទីងត្រង់រមែងដោះព្រលឹងមនុស្សឲ្យរួចតែសាក្សីមិនទៀងត្រង់នោះពោលពាក្យភូតផលវិញមនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ានោះមានទីពឹងមកមួនហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ានោះជារន្ទឹកនៃជីវិតប្រយោជន៍ឲ្យបានរួចពីអន្ទាក់នៃសេចក្តីស្លាប់តែដែលស្ដេចមានសេរីល្អនោះគឺដោយមានរាជជាច្រើនអាចវាយបើគ្មានបណ្ដាជននោះត្រូវធ្លាក់ចុះវិញអ្នកណាដែលមិនឆាប់ខឹងនោះឯងជាអ្នកប្រកបដោយយោបល់ច្រើនតែអ្នកណាដែលមានចិត្តទូឆេវនោះសំញ៉ៃសេចក្តីចំគួតរបស់ខ្លួនវិញហើយជីវិតរបស់ស្ដេចធៀមនោះគឺជាចិត្តដែលស្ងប់រងាប់តែចិត្តច្រណែនជាសេចក្តីពុករលួយដែលឆ្អឹងវិញអ្នកណាដែលសង្កត់សង្កិននោះក្រីក្រនោះឈ្មោះថាប្រគួតនឹងព្រះដ៏បង្កើតខ្លួនមកតែអ្នកណាដែលមេត្តាដល់មនុស្សកំសត់ទុរគតនោះជាអ្នកលើកដំកើងទៅវិញមនុស្សអាក្រក់ត្រូវធ្លាក់ចុះដល់អំពើខូចអាក្រក់របស់ខ្លួនតែមនុស្សសុចរិតមានទីពំនាក់ក្នុងការដែលស្លាប់វិញមានប្រាជ្ញាស្ថិតនៅក្នុងចិត្តរបស់មនុស្សដែលមានយោបល់តែសេចក្តីដែលនៅខាងក្នុងមនុស្សល្ងងើនោះរមែងសំដែងចេញមកសេចក្តីសុចរិតរមែងលើកដំកើងនគរតែអំពើបាបជាទីគួរខ្មាស់ដល់សាសនាក៏ដោយមហាក្សត្រតែងផ្ដល់គុណដល់អ្នកបម្រើណាដែលប្រព្រឹត្តដោយអំពើតែសេចក្តីក្រោធរបស់ទ្រង់នឹងតោះចំពោះអ្នកណាដែលបង្កើតហេតុឲ្យខ្មាស់វិញជំពូកទី15ពាក្យតបឆ្លើយដោយស្រទន់នោះរមែងរងាប់សេចក្តីក្រោធទៅតែពាក្យគំរោះគំរើយនោះបណ្ដាលឲ្យមានសេចក្តីកំហឹងវិញអណ្ដាតរបស់មនុស្សប្រាជ្ញរមែងធ្វើឲ្យចំណេះបានពីរោះស្ដាប់តែមាត់របស់មនុស្សល្ងីល្ងើបង្ហូរចេញជាសេចក្តីចំពោះវិញព្រះនេតនៃព្រះយេហូវ៉ានៅគ្រប់អន្លើក៏យាមមើលឃើញទាំងអស់ទោះទាំងអាក្រក់និងល្អផងឯអណ្ដាតដ៏លំហើយនោះជាដើមឈើនៃជីវិតតែបើមានសេចក្តីវិជ្ជវិញនោះនាំឲ្យវិញ្ញាណបាក់បែកទៅមនុស្សល្ងីងើតែងតែស្អប់សេចក្តីព្រានប្រដៅរបស់ឪពុកតែអ្នកណាដែលស្ដាប់តាមសេចក្តីបន្ទោសនោះនឹងបានគំនិតវាងវៃវិញនៅក្នុងផ្ទះមនុស្សសុចរិតមានទ្រព្យសម្បត្តិច្រើនតែក្នុងកម្រៃនៃមនុស្សអាក្រក់តែងតែមានសេចក្តីវេទនាវិញបបោមាត់របស់មនុស្សប្រាជ្ញរមែងផ្សាយចេញពីចំណេះតែចិត្តរបស់មនុស្សល្ងីល្ងើមិនមែនដូច្នោះទេយ៉ាងដូចជារបស់មនុស្សអាក្រក់ជាសេចក្តីស្អប់ពើមដល់ព្រះយេហូវ៉ាតែសេចក្តីអធិដ្ឋាននៃមនុស្សទៀងត្រង់ជាទីគប់ព្រះハតីដល់ទ្រង់វិញផ្លូវប្រព្រឹត្តរបស់មនុស្សអាក្រក់ជាសេចក្តីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាតែទ្រង់ស្រឡាញ់ចំពោះអ្នកណាដែលដើរតាមសេចក្តីសុចរិតវិញមានសេចក្តីផ្ចាញ់ផ្ចាយ៉ាងសាហាវបំរុងទុកសម្រាប់អ្នកណាដែលបោះបង់ចេញពីផ្លូវហើយអ្នកណាដែលស្អប់សេចក្តីបន្ទោសនោះនឹងត្រូវស្លាប់ឋានឃុំព្រលឹងមនុស្សស្លាប់និងទីវិនាសនោះប្រកាសច្បាស់នៅចំពោះព្រះយេហូវ៉ាទៅហើយចំណងបាយចិត្តនៃអស់ទាំងមនុស្សជាតិតើច្បាស់ជាងអបាលមានទៅទៀតមនុស្សដែលចំអកមើលងាយគេមិនចូលចិត្តឲ្យអ្នកណាបន្ទោសខ្លួនឡើយក៏មិនដែលរកអ្នកប្រាជ្ញដែរចិត្តរីករាយតែងតែបណ្ដាលឲ្យមានទឹកមុខផុសផង់តែវិញ្ញាណត្រូវបាក់បែកដោយកើតមានទុក្ខព្រួយក្នុងចិត្តរបស់អ្នកណាដែលមានយោបល់ហើយនោះរមែងស្វែងរកចំណេះតែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួនដោយសេចក្តីចំគួតវិញអស់ទាំងថ្ងៃនៃសេចក្តីរងទុក្ខវេទនានោះសុទ្ធតែអាក្រក់ទាំងអស់តែអ្នកណាដែលមានចិត្តជាសុខនោះប្រៀបដូចជាមានការស៊ីលៀងនៅជានិច្ចមានទ្រព្យសម្បត្តិតិចហើយមានសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ានោះវិសេសជាងមានច្រើនហើយមានសេចក្តីទុក្ខវិញទោះឲ្យមានតែបន្លែជាម្ហូបនៅកន្លែងណាដែលមានសេចក្តីស្រឡាញ់ជាងមានសាច់គោដែលបំពន់ឲ្យធាត់ហើយមានសេចក្តីសំអប់វិញមនុស្សគំរោះគំរើយរមែងបណ្ដាលឲ្យមានសេចក្តីទាស់តែងគ្នាតែអ្នកណាដែលយឺតនឹងខឹងនោះរងាប់សេចក្តីជំនួសវិញ
ផ្លូវរបស់មនុស្សជើច្រអូសទៀបដូចជារបងបន្លាតែផ្លូវច្រករបស់មនុស្សទៀងត្រង់ត្រឡប់ជាថ្នល់ធំវិញកូនដែលមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយតែមនុស្សល្ងីល្ងើគេមើលងាយម្ដាយខ្លួនវិញហើយការចំពួតជាសេចក្តីអំណរដល់មនុស្សដែលឥតប្រាជ្ញាតែមនុស្សដែលមានយោបល់គេរមែងដើរតាមផ្លូវទៀងត្រង់វិញពីណាគ្មានការប្រឹក្សានោះមិនបានតាមចិត្តពងទេតែបើមានអ្នកជួយគំនិតជាច្រើននោះនឹងកើតការវិញមនុស្សរមែងមានសេចក្តីអំណរដោយពាក្យឆ្លើយរបស់ខ្លួនហើយពាក្យមួយម៉ាត់ដែលនឹងពោលត្រូវពេលនោះល្អណាស់ណោខាងឯមនុស្សមានប្រាជ្ញានោះផ្លូវនៃជីវិតចេះតែនាំឡើងទៅលើដើម្បីឲ្យបានឃ្លាតចេញពីស្ថានគុំប្រលឹងនោះស្លាប់ដែលនៅខាងក្រោមព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃតែទ្រង់នឹងតាំងគោលចរិតនៃស្ត្រីមេម៉ាយឲ្យមាំមួនវិញគំនិតអាក្រក់ជាសេចក្តីស្អប់ពើមដល់ព្រះយេហូវ៉ាតែពាក្យសម្ដីរបស់មនុស្សបរិសុទ្ធនោះពីរោះវិញអ្នកណាដែលលោកចង់បានកម្រៃនោះរមែងធ្វើឲ្យផ្ទះខ្លួនកាតុកតែអ្នកណាដែលស្អប់សំណោកនោះនឹងរស់នៅវិញចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុនទើបឆ្លើយតែមាត់មនុស្សអាក្រក់បង្ហូរចេញជាសេចក្តីអាក្រក់វិញព្រះយេហូវ៉ាទ្រង់គង់នៅឆ្ងាយពីមនុស្សអាក្រក់តែទ្រង់ស្ដាប់សេចក្តីអធិដ្ឋានរបស់មនុស្សសុចរិតវិញពន្លឺនៃភ្នែកនោះនាំឲ្យចិត្តរីករាយហើយដំណឹងដែលគាប់ចិត្តនោះរមែងចម្រើនកម្លាំងដល់ឆ្អឹងប្រជាណាដែលស្ដាប់តាមសេចក្តីបន្ទោសនៃជីវិតនោះនឹងអាស្រ័យនៅជាកណ្ដាលពួកអ្នកប្រាជ្ញអ្នកណាដែលមិនព្រមទទួលសេចក្តីព្រានប្រដៅនោះឈ្មោះថាស្អប់ពើមដល់ព្រលឹងខ្លួនតែអ្នកណាដែលស្ដាប់តាមសេចក្តីបន្ទោសនោះបានយោបល់វិញសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ារមែងបង្រៀនឲ្យមានប្រាជ្ញាហើយសេចក្តីសុភាពរាបសារតែងតែនាំមុខកិត្តិស័ព្ទជំពូកទី16គំនិតដែលចាត់ចែងក្នុងចិត្តនោះស្រេចនៅមនុស្សតែគឺព្រះយេហូវ៉ាដែលឆ្លើយសម្រេចការនោះវិញគ្រប់ទាំងផ្លូវរបស់មនុស្សសុទ្ធតែស្អាតនៅភ្នែកខ្លួនតែគឺព្រះយេហូវ៉ាដែលទ្រង់ថ្លឹងអស់ទាំងទឹកចិត្តវិញចូលទុកដាក់អស់ទាំងការឯងនៅនឹងព្រះយេហូវ៉ាចុះនោះអស់ទីគំនិតរបស់ឯងនឹងបានសម្រេចព្រះយេហូវ៉ាទ្រង់បានធ្វើគ្រប់របស់ទាំងអស់ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯងទោះទាំងមនុស្សអាក្រក់ក៏បានកើតមកសម្រាប់ថ្ងៃនៃសេចក្តីអាក្រក់ដែរអស់អ្នកណាដែលមានចិត្តឆ្មឹងឆ្មៃនោះជាទីស្អប់ពើមដល់ព្រះយេហូវ៉ាទោះបើព្រួតដៃគ្នាគង់តែគេមិនរួចពីទោសឡើយឯអំពើកំហុសនោះនឹងបានជាស្អាតដោយសារសេចក្តីមេត្តានិងសេចក្តីពិតហើយមនុស្សនឹងរួចពីសេចក្តីអាក្រក់បានដោយកោតខ្លាចដល់ព្រះយេហូវ៉ាកាលណាផ្លូវប្រព្រឹត្តរបស់មនុស្សណាជាទីគប់ដល់ព្រះハរទេនៃព្រះយេហូវ៉ានោះទ្រង់ក៏បណ្ដាលឲ្យទាំងពួកខ្មាំងសត្រូវបានជាមេត្រីនឹងអ្នកនោះដែរបើមានទ្រព្យសម្បត្តិតិចហើយមានសេចក្តីសុចរិតនោះវាសេះជាងមានកម្រៃច្រើនតែមានសេចក្តីទុច្ចរិតវិញចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួនតែគឺព្រះយេហូវ៉ាដែលទ្រង់តម្រង់ជំហានគេវិញមានពាក្យទំនាយនៅព្រះរឹមនៃស្ដេចហើយព្រះអស់ទ្រង់នឹងមិនសម្រេចខុសក្នុងការវិនិច្ឆ័យឡើយជញ្ជីងហើយនឹងត្រាជូរត្រឹមត្រូវនោះជារបស់ផងព្រះយេហូវ៉ាឯអស់ទាំងកូនជញ្ជីងនៅក្នុងថ្នាក់ក៏ជាស្នាដៃរបស់ទ្រង់ដែរបើស្ដេចប្រព្រឹត្តអំពើអាក្រក់នោះជាទីគួរស្អប់ពើមហើយត្បិតរាជបានតាំងជាប់នៅដោយសារតែសេចក្តីសុចរិតទេឯបបោមាត់សុចរិតនោះជាទីគប់ដល់ប្រទេសនេះស្ដេចណាស់ហើយទ្រង់ក៏ស្រឡាញ់អស់អ្នកណាដែលពោលឲ្យត្រឹមត្រូវសេចក្តីក្រោធរបស់ស្ដេចប្រៀបដូចជាអ្នកបម្រើនៃសេចក្តីស្លាប់មនុស្សមានប្រាជ្ញានឹងខំរងាប់សេចក្តីក្រោធនោះទៅកាលណាស្ដេចមានប្រភពរីករាយនោះឯងបានជីវិតគង់នៅហើយឯព្រះគុណទ្រង់ក៏ដូចជាពពកនឹងចុងរដូវភ្លៀងការដែលបានប្រាជ្ញានោះវាសេះជាងបាននេះតើបានទៅការដែលបានយោបល់នោះគួររើសយកជាងប្រាក់ទៅទៀតផ្លូវរបស់មនុស្សទៀងត្រង់នោះគឺជាការជៀសវាងពីអំពើអាក្រក់អ្នកណាដែលរក្សាទុកនៅផ្លូវប្រព្រឹត្តរបស់ខ្លួននោះឈ្មោះថាការពារប្រលឹងខ្លួនសេចក្តីឆ្មឹងឆ្មៃនៅមុខសេចក្តីហិនវិនាសហើយចិត្តប្រហើនក៏នាំឲ្យដួលចុះដែរការដែលមានចិត្តសុភាពជាមួយនឹងពួកមនុស្សរៀបទៀបនោះវាសេះជាងការចែករបៀបជាមួយនឹងមនុស្សអួតអាងអ្នកណាដែលរំពឹងគិតពីដំណើរអ្វីនោះនឹងបានសេចក្តីល្អចេញពីនោះមកហើយអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ានោះសប្បាយហើយឯអ្នកណាដែលមានចិត្តប្រកបដោយប្រាជ្ញានោះនឹងបានឈ្មោះថាជាអ្នកឆ្លៀវឆ្លាតហើយសេចក្តីផ្អែមល្ហែមនៃបបោមាត់ក៏ចម្រើនចំណេះកាន់តែច្រើនឡើងអ្នកណាដែលមានយោបល់ហើយយោបល់នោះឯងជារន្ធទឹកនៃជីវិតដល់អ្នកនោះហើយការវាផ្ចារបស់មនុស្សងាយងើគឺជាសេចក្តីចម្ពួតរបស់ខ្លួនគេចិត្តរបស់មនុស្សដែលមានប្រាជ្ញានោះបង្រៀនមាត់របស់ខ្លួនហើយក៏បង្កើនដល់បបោមាត់មានចំណេះកាន់តែច្រើនឡើងផងពាក្យសម្ដីពីរោះនោះធៀបដូចជាសំណុំទឹកឃ្មុំក៏ផ្អែមដល់ព្រលឹងហើយជាថ្នាំផ្សះដល់ឆ្អឹងផងមានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អដល់មនុស្សតែចុងបំផុតនៃផ្លូវនោះគឺជាសេចក្តីស្លាប់ការស្រេកឃ្លានរបស់អ្នកណាដែលរកស៊ីនោះខំធ្វើសម្រាប់ខ្លួនអ្នកនោះឯងបិទមាត់ខ្លួនបង្ខំឲ្យធ្វើទៅមនុស្សចោលមកទៀតគេគិតគូរបង្កើតការអាក្រក់ហើយនៅបបោមាត់គេមានភ្លើងក្តៅដែរមនុស្សវិជ្ជាគេសាបព្រោះសេចក្តីទាស់ទែងគ្នាហើយអ្នកបេះបួយក៏នាំឲ្យទាំងមិត្តសម្លាញ់យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរមនុស្សច្រឡោតគេលបួងនៅជិតខាងហើយក៏នាំទៅក្នុងផ្លូវដែលមិនល្អគេធ្វើភ្នែកដើម្បីគិតគូរបង្កើតការវិគេខំមាត់ខ្លួនដើម្បីនឹងគិតសម្រេចការអាក្រក់
ឯសក់ស្កើបើឃើញនៅក្នុងផ្លូវសុចរិតនោះជាមកុដនៃចិត្តស័ព្ទអ្នកណាដែលយឺតនឹងខឹងនោះវិសេសជាងអ្នកដែលមានកម្លាំងខ្លាំងហើយអ្នកណាដែលឈ្នះចិត្តខ្លួនក៏វិសេសជាងអ្នកដែលឈ្នះយកបានទីក្រុងទៅទៀតមនុស្សតែងបោះឆ្នោតទៅក្នុងថ្នាក់អាវប៉ុន្តែដែលសម្រេចទៅជាយ៉ាងណានោះស្រេចនៅព្រះយេហូវ៉ាទេចំពោះទី17បើមានតែបាយក្រៀមមួយដុំដែលនឹងបរិភោគដោយសេចក្តីសុខនោះវិសេសជាងមានផ្ទះពេញដោយការជប់លៀងតែមានសេចក្តីតោះតែងគ្នាវិញបើដែលបំរើដោយប្រាជ្ញានោះនឹងទួតលើកូនដែលនាំឲ្យឪពុកមានសេចក្តីខ្មាស់ហើយនឹងបានចំណែកមរតកជាមួយនឹងបងប្អូនរបស់កូននោះដែរមនុស្សប្រើបាវដីសម្រាប់សម្រងប្រាក់ហើយឡសម្រាប់មាសតែគឺព្រះយេហូវ៉ាដែលទ្រង់លមើលចិត្តវិញមនុស្សដែលប្រព្រឹត្តអាក្រក់គេតែងស្ដាប់តាមបបោមាត់អាក្រក់ហើយមនុស្សផូតផលក៏ផ្ទៀងត្រចៀកស្ដាប់អណ្ដាតកាចអ្នកណាដែលចំអកឲ្យមនុស្សក្រនោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេនោះនឹងមិនរួចពីទោសឡើយកូនចៅជាមរតកដល់មនុស្សចាស់ហើយឪពុកជាទីអំនួតរបស់ពួកកូនពាក្យសម្ដីពោះប្រសើរមិនសំណុំនឹងមនុស្សល្ងងើទៅហើយចំណងបាបបុំមាត់កំពូតតាមមិនសំណុំនឹងមនុស្សប្រកូលខ្ពស់ជាយ៉ាងណាទៅសំណោករាប់ដូចជាត្បូងមានតម្លៃដល់អ្នកណាដែលមានទោះបើជូនទៅខាងណាក៏ដោយគង់តែសម្រេចការបានអ្នកណាដែលគ្របបាំងសេចក្តីកំហុសរបស់អ្នកដទៃនោះជាអ្នកស្វែងរកសេចក្តីរាប់អានគ្នាតែអ្នកណាដែលចេះតែនិយាយសំពីការនោះនឹងនាំឲ្យមិត្តសម្លាញ់បាក់បែកគ្នាវិញពាក្យបន្ទោសតែមួយម៉ាត់តែមុតចូលទៅក្នុងចិត្តរបស់មនុស្សមានយោបល់ជាជាងការវាយមនុស្សល្ងងើ100រំពាត់ទៅទៀតមនុស្សខូចអាក្រក់គេរកតែបះបោម្យ៉ាងប៉ុណ្ណោះដូច្នេះនឹងត្រូវមានអ្នកបម្រើយ៉ាងសាហាវចេញមកទាស់នឹងគេស៊ូឲ្យប្រទះនឹងមេខ្លាមុំដែលបាត់កូននោះព្រាន់បើជាងប្រទះនឹងមនុស្សល្ងងើដែលកំពុងតែប្រព្រឹត្តការចំគួតរបស់ខ្លួនឯអ្នកដែលឆ្លងការអាក្រក់ស្នងនឹងការខ្លោសេចក្តីអាក្រក់នឹងមិនឃ្លាតចេញពីផ្ទះអ្នកនោះឡើយការចាប់ផ្ដើមប្រកាន់គ្នានោះប្រៀបដូចជាបាល់ទំនប់ទឹកដូច្នេះទៅលើការតោះតែងគ្នាចេញមុនដែលកើតមានការឆ្លោះប្រកែកគ្នាផងអ្នកណាដែលរាប់មនុស្សអាក្រក់ជាឥតមានទោសហើយអ្នកណាដែលកាត់ទោសដល់មនុស្សសុចរិតអ្នកទាំងពីរនោះជាទីស្អប់ពើមដល់ព្រះយេហូវ៉ាការដែលមនុស្សងើមានប្រាក់នៅដៃសម្រាប់នឹងរៀនយកប្រាជ្ញានោះតើមានប្រយោជន៍អ្វីបើឃើញថាវាគ្មានចិត្តចង់បានទេមិត្តសម្លាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលាឯបងប្អូនក៏កើតមកសម្រាប់គ្រាលំបាកដែរមនុស្សដែលឥតមានប្រាជ្ញាគេទទួលចាប់ដៃព្រមទាំងធានាពីដំណើរអ្នកជិតខាងខ្លួនផងអ្នកណាដែលចូលចិត្តនឹងការឆ្លោះប្រកែកនោះឈ្មោះថាជាអ្នកស្រឡាញ់អំពើបាបហើយចំណែកអ្នកណាដែលលើកខ្លួនឲ្យខ្ពស់នោះជាអ្នកស្វែងរកតែសេចក្តីហិនវិនាសអ្នកណាដែលមានចិត្តវាចមិនដែលមានសេចក្តីល្អទេហើយអ្នកណាដែលមានអណ្ដាតចចាងនោះរមែងធ្លាក់ទៅក្នុងសេចក្តីអន្តរាយអ្នកណាដែលបង្កើតបានកូនជាមនុស្សល្ងងើក៏កើតមានសេចក្តីទុក្ខព្រួយឪពុករបស់មនុស្សល្ងងើរមែងគ្មានសេចក្តីអំណរឡើយចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេសតែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីស្ងួតទៅមនុស្សអាក្រក់គេតែងតែទទួលសំណូកដោយលុយលាក់ដើម្បីនឹងបង្ខូចផ្លូវយុត្តិធម៌ឯប្រាជ្ញារមែងនៅចំពោះមុខមនុស្សដែលមានតម្រិះតែភ្នែកមនុស្សល្ងងើមើលទៅឯចុងខែនដីបំផុតវិញកូនល្ងើជាហេតុឲ្យឪពុកកើតទុក្ខព្រួយហើយជាទីជូរល្វិញដល់ម្ដាយដែលបង្កើតវាមកការដែលធ្វើទោសដល់មនុស្សសុចរិតឬវាយអ្នកត្រកូលខ្ពស់ដោយព្រោះសេចក្តីទៀងត្រង់របស់គេនោះមិនល្អទេអ្នកណាដែលមានរិះរមែងសំចៃទុកនៅពាក្យសម្ដីហើយអ្នកណាដែលមានយោបល់នោះក៏តែងតែមានចិត្តត្រជាក់ដែរសូម្បីតែមនុស្សឈួតបើវានៅមាត់ស្ងៀមនោះគេរាប់ថាជាអ្នកមានប្រាជ្ញាដែរឯអ្នកណាដែលបិទបបោមាត់ខ្លួនទុកនោះក៏រាប់ជាអ្នកលើឆ្លាតហើយជំពូកទី18អ្នកណាដែលញែកខ្លួនចេញពីអ្នកដទៃនោះជាអ្នករកបំពេញតែចិត្តខ្លួនឯងទេហើយក៏មានចិត្តខ្នាន់ខ្នាញ់ទាស់នឹងអស់ទាំងសេចក្តីដែលមានទំនងចំណែកមនុស្សល្ងើគេឥតមានសេចក្តីរីករាយក្នុងយោបល់ទេគឺចូលចិត្តតែនឹងសម្ដែងគំនិតក្នុងខ្លួនឯងចេញវិញកាលណាមនុស្សអាក្រក់មកដល់នោះសេចក្តីមើលងាយមានជាប់តាមមកដែរហើយសេចក្តីខ្មាស់តេះដៀលក៏រមែងមកជាមួយនឹងសេចក្តីអាប់យូរផងពាក្យសម្ដីដែលចេញពីមាត់មនុស្សភាពដូចជាទឹកជ្រៅហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរការដែលយោគយល់ដល់មនុស្សអាក្រក់ហើយការបង្វែរសេចក្តីយុត្តិធម៌ក្នុងការវិនិច្ឆ័យនោះមិនល្អទេបបោមាត់របស់មនុស្សល្ងើតែងតែសោកចូលក្នុងសេចក្តីឆ្លោះប្រកែកគ្នាហើយមាត់វាទឿនតែរំពាត់ទេមាត់របស់មនុស្សល្ងើជាហេតុនាំឲ្យខ្លួនត្រូវវិនិច្ឆ័យទៅហើយបបោមាត់ក៏ជាអន្ទាក់ដល់ព្រលឹងខ្លួនដែរពាក្យសម្ដីរបស់មនុស្សបែកបួយជាដូចជាម្ហូបយ៉ាងឆ្ងាញ់មួយម៉ាត់ដែលលេបចូលទៅក្នុងពោះអ្នកណាដែលធ្វេសប្រហែសនឹងការរបស់ខ្លួននោះឈ្មោះថាជាបងប្អូននឹងអ្នកដែលបំផ្លាញ
ព្រះនាមព្រះយេហូវ៉ាជាពរមាំមួនមនុស្សសុចរិតរត់ចូលទៅពឹងជ្រកហើយមានសេចក្តីសុខឯមនុស្សអ្នកមានវិញទ្រព្យសម្បត្តិរបស់គេជាទីក្រុងមាំមួនហើយតាមគំនិតរបស់គេក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរមុននឹងត្រូវវិនិច្ឆ័យនោះចិត្តរបស់មនុស្សកើតមានសេចក្តីឆ្មងឆ្មៃឯសេចក្តីរៀបសារនោះរមែងតែនាំមុខកិត្តិយសវិញអ្នកណាដែលធ្វើឲ្យមនុស្សដែលបានស្ដាប់រឿងនោះរាប់ជាការចំគួតហើយក៏ជាសេចក្តីខ្មាស់ដល់ខ្លួនផងវិញ្ញាណនៃមនុស្សនឹងទប់ទល់ខ្លួនក្នុងគ្រាមានធុរៈឈឺតែឯវិញ្ញាណបាក់បែកតើអ្នកណានឹងទ្រាំបានចិត្តរបស់មនុស្សវាងវៃតែងតែចម្រើនចំណេះឡើងហើយត្រចៀករបស់មនុស្សដែលមានប្រាជ្ញាក៏ស្វះស្វែងរកចំណេះដែរចំនួនរបស់មនុស្សរមែងបើកផ្លូវឲ្យដល់ខ្លួនក៏នាំចូលទៅដល់ចំពោះអ្នកធំផងអ្នកណាដែលនិយាយមុនគេក្នុងការក្តីនោះមើលទៅដូចជាត្រឹមត្រូវហើយតែគូក្តីរបស់អ្នកនោះមកបើកសម្ដែងឲ្យឃើញកំហុសវិញការចាប់ឆ្នោតតែងនឹងធ្វើឲ្យសេចក្តីទាស់ទែងគ្នាបាត់ទៅហើយនឹងញែកមនុស្សដែលមានអំណាចចេញពីគ្នាដែរបងប្អូនណាដែលបានអន់ចិត្តហើយនោះពិបាកពង្រៀបជាងទីក្រុងយ៉ាងមាំមួនហើយសេចក្តីទាស់ទែងគ្នាយ៉ាងនោះភាពដូចជារនុកវាបន្ទាយមនុស្សនឹងបានឆ្អែតពោះដោយផលនៃមាត់ខ្លួនគឺនឹងបានសោកចិត្តដោយផលចម្រើននៃបបោមាត់ទោះទាំងសេចក្តីស្លាប់ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្ដាតដែរអ្នកណាដែលចូលចិត្តប្រើនោះនឹងទីផលនៃអណ្ដាតនោះឯងអ្នកណាដែលរកបានប្រពន្ធនោះឈ្មោះថាបានរបស់ល្អហើយបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាដែរមនុស្សក្រគេពោលពាក្យអង្វរតែមនុស្សអ្នកមានតបដោយពាក្យកំហកវិញអ្នកណាដែលមានមិត្តភក្តិច្រើននោះនាំឲ្យវិនិច្ឆ័យខ្លួនទេប៉ុន្តែមានមិត្តសម្លាញ់ម្យ៉ាងដែលនៅជាប់ជាងបងប្អូនទៅទៀតជំពូកទី19ឯមនុស្សតក្រដែលដើរតាមផ្លូវទៀងត្រង់នោះវិសេសជាមនុស្សដែលមានបបោមាត់ចចាងហើយចិត្តល្ងីល្ងើមួយទៀតការដែលចិត្តមានចំណេះនោះមិនគួរគប្បីទេហើយអ្នកណាដែលរហ័សឈានទៅនោះជ្រុះផ្លូវហើយសេចក្តីចំគួតរបស់មនុស្សរមែងបង្ខូចផ្លូវខ្លួនទៅហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះយេហូវ៉ាដែរការដែលមានទ្រព្យសម្បត្តិនោះនាំឲ្យមានមិត្តភក្តិកើនឡើងតែមនុស្សក្រត្រូវបង្រត់ពីពួកមិត្តភក្តិវិញសាក់សេពុតពោនឹងមិនរួចចាក់ទោសឡើយហើយអ្នកណាដែលពោលពាក្យកុហកក៏នឹងកិច្ចមិនរួចដែរមនុស្សជាច្រើននឹងខំយកចិត្តរបស់មនុស្សសទ្ធាហើយអ្នកណាក៏ដោយក៏ជាមិត្តសម្លាញ់នឹងអ្នកដែលចែកអំណោយទានដែរអស់ទាំងបងប្អូនរបស់អ្នកតក្រក៏ស្អប់អ្នកនោះចំណប់មិត្តភក្តិតើនឹងទីអ្នកនោះជាងអបានទៅទៀតអ្នកនោះនឹងតាមទៅអង្វរតែគេកិច្ចបាត់ទៅអ្នកណាដែលមានប្រាជ្ញានោះជាអ្នកដែលស្រឡាញ់ដល់ព្រលឹងខ្លួនអ្នកណាដែលរក្សាយោបល់ទុកនោះនឹងបានសេចក្តីល្អតាសេពុទ្ធពោនឹងមិនរួចចាក់ពីទោសឡើយហើយអ្នកណាដែលពោលពាក្យកុហកនឹងត្រូវវិនិច្ឆ័យទៅការដែលអាស្រ័យនៅដោយរុងរឿងនោះមិនសមនឹងមនុស្សល្ងីល្ងើទេចំណងបើខ្ញុំកំដរដែលមានអំណាចលើអ្នកធំតើមិនសមគួរជាងអបានទៅទៀតទៅសតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹងអ្នកនោះក៏តែងមានចិត្តអដោយមិនប្រកាន់ទោសវិញសេចក្តីក្រោធនៃស្ដេចភាពដូចជាសូកក្រហមនៃសឹងតែព្រះគុណទ្រង់ដូចជាទឹកសន្សើរលើស្មៅវិញគុណងាយងើជាទីអន្តរាយដល់ឪពុកហើយការដុកដានរបស់ប្រពន្ធក៏ដូចជាទឹកស្រក់តក់មកជានិច្ចទេសម្បែងនឹងទ្រព្យសម្បត្តិជាមរតកមកពីឪពុកតែប្រពន្ធដែលឈឺស្លាប់នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ាសេចក្តីជឿច្រអូសរមែងធ្វើឲ្យមនុស្សលក់ស្និទ្ធទៅហើយអ្នកណាដែលទទេនោះនឹងត្រូវអត់ឃ្លានអ្នកណាដែលកាន់តាមក្រឹតវិន័យនោះឈ្មោះថារក្សាប្រលឹងខ្លួនតែអ្នកណាដែលមិនប្រយ័ត្ននឹងធ្វើប្រព្រឹត្តរបស់ខ្លួននោះនឹងត្រូវស្លាប់វិញអ្នកណាដែលមានចិត្តអាណិតចែកដល់ពួកតក្រនោះឈ្មោះថាបាយឲ្យព្រះយេហូវ៉ាខ្ចីទ្រង់នឹងតបស្នងសងគុណដល់អ្នកនោះវិញចូលវាផ្ចាលកូនក្នុងការដែលនៅមានសង្ឃឹមឲ្យវារៀងចាលនៅឡើយមិនគួរនឹងលើកលែងចោលវាឲ្យត្រូវវិនិច្ឆ័យទេអ្នកណាដែលមានចិត្តក្រោធជាខ្លាំងនោះនឹងត្រូវរងទោសបិទបើឯងជួយវាឲ្យរួចនោះនឹងត្រូវជួយតទៅទៀតចូលស្ដាប់សេចក្តីដំបូន្មានហើយទទួលសេចក្តីព្រានប្រដៅចុះដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខនៅក្នុងចិត្តមនុស្សតែងមានគំនិតគិតធ្វើជាច្រើនយ៉ាងមានតែដំបូន្មាននៃព្រះយេហូវ៉ាប៉ុណ្ណោះដែលនឹងស្ថិតនៅសេចក្តីដែលនាំឲ្យគេរកពឹងដល់មនុស្សណានោះជាសេចក្តីសប្បុរសរបស់អ្នកនោះឯងហើយមនុស្សតក្ររមែងវិសេសជាងមនុស្សពុទ្ធពោសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ានោះប្រោសឲ្យមានជីវិតហើយអ្នកណាដែលមានសេចក្តីនោះនឹងនៅតែមានចិត្តតបតជានិច្ចឥតមានសេចក្តីអាក្រក់ណាមកលើខ្លួនឡើយមនុស្សជឿច្រអូសគេលូកដៃទៅក្នុងចានហើយមិនដកមកទោះបីតែនឹងបញ្ចុកមាត់ខ្លួនផងចូលវាមនុស្សចំអកមើងងាយនោះមនុស្សខ្លាចល្ងងនឹងចេះប្រយ័ត្នឡើងជួបបន្ទោសដល់អ្នកណាដែលមានយោបល់អ្នកនោះនឹងស្ដាប់តាមលំអានអ្នកណាដែលបំផ្លាញឪពុកខ្លួនហើយបណ្ដេញម្ដាយ
ចេញនោះជាកូនដែលនាំឲ្យមានសេចក្តីខ្មាស់និងសេចក្តីដំណៀលកូនអើយចូលលេងស្ដាប់តាមសេចក្តីដំបូន្មានដែលនាំឲ្យវង្វេងពីផ្លូវនៃតម្រេះចេញសក្តិកងកាយជាចំអកមើលងាយចំពោះសេចក្តីយុត្តិធម៌ហើយមាត់របស់មនុស្សអាក្រក់ក៏ត្របាក់លេបអំពើទុច្ចរិតដែរសេចក្តីវិនិច្ឆ័យបានបំរុងទុកជាស្រេចសម្រាប់មនុស្សចំអកហើយការវាយដោយរំពាត់ក៏សម្រាប់ខ្នងនៃមនុស្សល្ងីល្ងើចំពោះទី20អាស្រាតំទាំងបាយជូរជារបស់បញ្ឆោតមើលងាយហើយគ្រឿងស្រវឹងបង្កើតការលោឡាអ្នកណាដែលវង្វេងដោយគ្រឿងទាំងពីរនោះឈ្មោះថាមានបញ្ញាសេចក្តីឆ្ងាយខ្លាចរបស់ស្ដេចនោះប្រៀបដូចជាសំឡេងក្រហមនៃសឹងអ្នកណាដែលបណ្ដាលឲ្យទ្រង់ខ្ញាល់ឡើងនោះឈ្មោះថាធ្វើបាបដល់ជីវិតខ្លួនហើយអ្នកណាដែលមិនព្រមបៀតខ្លួនក្នុងការឆ្លោះប្រកែកគ្នានោះជាកិត្តិស័ព្ទដល់ខ្លួនហើយប៉ុន្តែគ្រប់ទាំងមនុស្សល្ងីល្ងើគេចេះតែរករឿងវិញមនុស្សខ្ជិលច្រអូសមិនព្រមជួររស់ដោយព្រោះនៅរងានឡើយដូច្នេះគេនឹងត្រូវសុំទានក្នុងរដូវចម្រូតហើយខ្វះខាតវិញសេចក្តីដំបូន្មាននៅក្នុងចិត្តមនុស្សនោះធៀបដូចជាអណ្ដូងដ៏ជ្រៅតែមនុស្សដែលមានយោបល់គេនឹងដងឡើងបានមនុស្សទៅតែទាំងអស់សុទ្ធតែជាអ្នកប្រកាសគុណរបស់ខ្លួនតើអ្នកណានឹងរកមនុស្សទៀងត្រង់សូម្បីតែម្នាក់បានមនុស្សសុចរិតគេដើរតាមផ្លូវទៀងត្រង់របស់ខ្លួនកូនចៅរបស់អ្នកនោះមានពរតរៀងទៅកាលណាស្ដេចឡើងគង់នៅទីវិនិច្ឆ័យនៅទ្រង់កំចាត់អស់ទាំងអំពើអាក្រក់ដោយសារព្រះនេត្រទ្រង់តើអ្នកណាអាចនឹងនិយាយបានថាខ្ញុំបានជំរះចិត្តខ្ញុំឲ្យស្អាតខ្ញុំបានបរិសុទ្ធរួចពីបាបរបស់ខ្ញុំហើយកូនចិញ្ចឹមថបផ្សេងហើយរង្វាល់តោងផ្សេងទាំងពីរយ៉ាងនោះជាទីស្អប់ពើមដល់ព្រះយេហូវ៉ាសូម្បីតែកូនក្មេងក៏សម្ដែងខ្លួនដោយសារកិរិយាប្រព្រឹត្តរបស់វាដែរឲ្យទាំងជាកិរិយានោះបរិសុទ្ធហើយត្រឹមត្រូវឬយ៉ាងណាការស្ដាប់ឮដោយត្រជាក់ហើយមើលឃើញដោយភ្នែកនោះគឺព្រះយេហូវ៉ាដែលបង្កើតទាំងពីរយ៉ាងកុំឲ្យល្មមដេកក្រែងលោត្រឡប់ជាតក្រចូលបោកគ្នាឡើងនោះនឹងបានអាហារឆ្អែតអ្នកដែលទិញរមែងថារបស់នេះអាក្រក់ណាស់តែកាលណាដែលហួរទៅនោះក៏អួតខ្លួនវិញមាសហើយត្បូងទទឹមមានជាបរិបូរតែបបោមាត់ដែលប្រកបដោយចំណេះនោះជាត្បូងមានតម្លៃយ៉ាងប្រសើរវិញចូលទទួលបញ្ចាំអាវរបស់អ្នកដែលធានាឲ្យមនុស្សដទៃហើយទីរបស់បញ្ចាំពីអ្នកសន្យាជំនួសអ្នកក្រចោះអាហារដែលមនុស្សណាបានដោយការកំពូតនោះរមែងឆ្ងាញ់ដល់ខ្លួនតែក្រោយមកមាត់មានពេញទៅដោយគ្រោះវិញអស់ទាំងគំនិតដែលចង់ធ្វើនោះបានសម្រេចមែនទែនដោយសារការប្រឹក្សាគ្នាហើយបើមានអ្នកជួយគំនិតដោយប្រាជ្ញានោះសឹមធ្វើសង្គ្រាមទៅចោះអ្នកណាដែលដើរចុះឡើងនិយាយដើមគេនោះជាអ្នកបើកសម្ដែងការលាក់កំបាំងហើយដូច្នេះកុំឲ្យភ័ព្វប្រសពនឹងអ្នកណាដែលមានមាត់បាច់រហាច់ឡើយអ្នកណាដែលប្រតិចដាសាឪពុកម្ដាយទាំងជាងរបស់អ្នកនោះនឹងត្រូវពន្លត់នៅក្នុងទីងងឹតសូន្យសងឯមរតកដែលដើមដំបងបានយ៉ាងរស់រាន់នោះដល់ចុងក្រោយមិនបានពរទេកុំឲ្យថាអញនឹងសងសឹកនោះឡើយចូលរងចាំព្រះយេហូវ៉ាចោះទ្រង់នឹងជួយសង្គ្រោះឯងវិញកូនចិញ្ចឹមថបផ្សេងជាទីស្អប់ពើមដល់ព្រះយេហូវ៉ាហើយត្រាជូរខ្លែងនោះមិនល្អទេផ្លូវដើររបស់មនុស្សនោះស្រេចនៅព្រះយេហូវ៉ាដូច្នេះធ្វើដំណេចឲ្យមនុស្សយល់ផ្លូវខ្លួនបានការដែលនិយាយឥតបើគិតថានេះជាដង្វាយថ្វាយព្រះហើយរួចកាលណាបានបន់ព្រះហើយទៅពើផ្សួរជាខាងក្រោយនោះជាអន្ទាក់ដល់មនុស្សហើយស្ដេចដែលមានប្រាជ្ញាទ្រង់កំចាត់មនុស្សអាក្រក់ចេញហើយឲ្យកង់បញ្ជាន់ស្រូវកិនលើគេវិញ្ញាណរបស់មនុស្សជាចង្គៀងនៃព្រះយេហូវ៉ាក៏ស្ទង់មើលទៅគ្រប់ក្នុងចំណែកនៃរាងកាយសេចក្តីមេត្តានិងសេចក្តីទៀងត្រង់រមែងការពារស្ដេចហើយបល្ល័ង្ករាជទ្រង់ក៏ស្ថិតនៅដោយសារសេចក្តីសប្បុរសដែរកម្លាំងកាយជាសេចក្តីអំនួតរបស់មនុស្សកំឡោះហើយសក់កូវជាគ្រឿងលម្អដល់មនុស្សចាស់ការវាយដោយរំពាត់ឲ្យត្រូវរបួសនោះនឹងសម្អាតអំពើអាក្រក់ចេញហើយការវាយដោយដំបងក៏នឹងចូលទៅដល់ខាងក្នុងខ្លួនដែរជំពូកទី21ព្រះតេនៃស្ដេចនោះនៅក្នុងព្រះហស្ថព្រះយេហូវ៉ាដូចជាផ្លូវនៃទឹកហូរទាំងឡាយទ្រង់ឲ្យបែរហូរទៅខាងណាក៏តាមតែព្រះハរតីគ្រប់ទាំងផ្លូវរបស់មនុស្សសុទ្ធតែត្រឹមត្រូវនៅភ្នែកខ្លួនតែព្រះយេហូវ៉ាទ្រង់ថ្លឹងចិត្តវិញការដែលប្រព្រឹត្តតាមសេចក្តីសុចរិតនិងសេចក្តីយុត្តិធម៌នោះជាទីគប់ព្រះハរតីដល់ព្រះយេហូវ៉ាជាជាងយ៉ាញ់បូជាទៅទៀតរឹកពោះនឹងចិត្តអំនួតគឺចង្គៀងរបស់មនុស្សអាក្រក់នោះហៅថាជាអំពើបាបទាំងអស់គំនិតរបស់មនុស្សឧស្សាហ៍នោះនាំឲ្យបានបរិបូរណ៍ឡើងតែម្យ៉ាងតែអស់អ្នកណាដែលមានចិត្តរលះរលាំងនោះនឹងបានតែសេចក្តីខ្វះខាតវិញការដែលប្រមូលទ្រព្យសម្បត្តិដោយសារអណ្ដាតភូតភរនោះជាចំហាយទឹកទទេដែលផាត់ទៅមកដោយពួកអ្នកដែលរកស្លាប់សេចក្តីច្រឡោតរបស់មនុស្សអាក្រក់នឹងបោសខ្លួនគេចេញទៅដោយព្រោះគេមិនព្រមប្រព្រឹត្តតាមសេចក្តីយុត្តិធម៌សោះ
ផ្លូវរបស់មនុស្សណាដែលផ្ទុកដោយទោសច្រើននោះជាផ្លូវវាចណាស់តែចំណែកមនុស្សសុចរិតវិញការដែលគេប្រព្រឹត្តសុទ្ធតែទៀងត្រង់ទូនៅក្នុងទីគៀនមួយនៅលើដំបូលផ្ទះជាជាងនៅក្នុងផ្ទះធំទូលាយជាមួយនឹងស្ត្រីដែលចេះតែរករឿងវិញព្រលឹងនៃមនុស្សអាក្រក់ប្រាថ្នាតែការអាក្រក់ទោះទាំងអ្នកជិតខាងក៏មិនប្រកបដោយគុណអ្នកនោះដែរកាលមនុស្សចំអកមើលងាយទៅទោសហើយនោះមនុស្សខ្លៅល្ងងក៏មានប្រាជ្ញាឡើងហើយកាលណាមនុស្សមានប្រាជ្ញាបានទទួលសេចក្តីព្រានប្រដៅនោះក៏មានចំណេះឡើងដែរមនុស្សសុចរិតរមែងពិចារណាមើលវងនៃមនុស្សអាក្រក់ឃើញថាគេត្រូវរំលំឲ្យវិនាសបាត់ទៅអ្នកណាដែលចុកទៅជាមិនស្ដាប់ពាក្យអំពាវនាវរបស់អ្នកទាល់ក្រអ្នកនោះឯងនឹងត្រូវអំពាវនាវដែរតែមិនមានអ្នកណាស្ដាប់ឡើយអំណោយដែលឲ្យដោយស្ងាត់កំបាំងនោះរមែងរងាប់សេចក្តីកំហឹងហើយចំនួនដែលជូនដោយលួចលាក់ក៏បំបត្តិសេចក្តីខុសខើដែរការដែលប្រព្រឹត្តដោយយុត្តិធម៌នោះជាសេចក្តីអំណរដល់មនុស្សសុចរិតតែនោះជាសេចក្តីវិនាសដល់មនុស្សដែលប្រព្រឹត្តទុច្ចរិតវិញនោះណាដែលវង្វេងចេញពីផ្លូវនៃប្រាជ្ញានោះនឹងសម្រាកនៅក្នុងចំណោមមនុស្សស្លាប់ហើយឯអ្នកណាដែលចូលចិត្តតែនឹងការលេងសប្បាយនោះនឹងត្រូវជាមនុស្សទាល់ក្រទៅអ្នកណាដែលចូលចិត្តតែស្រាហើយនឹងប្រេងនោះមិនដែលទៅជាអ្នកមានទេមនុស្សអាក្រក់គេសម្រាប់ជាថ្លៃលួសមនុស្សសុចរិតហើយមនុស្សក្បត់ក៏ជំនួសមនុស្សទៀងត្រង់ដែរទោះអាស្រ័យនៅក្នុងទីសូន្យស្ងាត់ជាជាងនៅជាមួយនឹងស្ត្រីដែលចេះតែរករឿងហើយអុចអាលវិញមានទ្រព្យវិសេសនឹងប្រេងនៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញាតែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់ទៅអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសុចរិតនិងសេចក្តីសប្បុរសនោះរមែងបានជីវិតសេចក្តីសុចរិតនិងកិត្តិស័ព្ទឯមនុស្សមានប្រាជ្ញាគេឡើងចូលក្នុងទីក្រុងរបស់មនុស្សខ្លាំងពូកែហើយនឹងនាំឲ្យកម្លាំងដែលគេពឹងពាក់ធ្លាក់ចុះវិញអ្នកណាដែលរក្សាមាត់និងអណ្ដាតខ្លួននោះក៏រក្សាព្រលឹងខ្លួនឲ្យរួចពីទុក្ខព្រួយដែរឯមនុស្សអំនួតហើយឆ្មើងឆ្មៃមានឈ្មោះជាអ្នកចំអកគេតែងតែប្រព្រឹត្តដោយសេចក្តីប្រមាថមើលងាយនិងសេចក្តីអំនួតទៅទេបំណងចិត្តរបស់មនុស្សខ្ជិលច្រអូសនោះរមែងសម្រាប់ខ្លួនវិញបិទដៃគេមិនព្រមធ្វើការសោះមានគេដែលលោកលន់រាល់តែថ្ងៃជានិច្ចតែមនុស្សសុចរិតគេចែកចាយវិញឥតសំចៃទុកអ្វីឡើយយ៉ាងដូចជាដែលមនុស្សអាក្រក់ថ្វាយជាទីស្អប់ពើមទៅហើយចំណងបើកាលណាថ្វាយដោយមានគំនិតអាក្រក់នោះតើនឹងគួរពើមជាជាងអំបាលបានទៅទៀតសាស័យคล้ายៗនឹងត្រូវវិនិច្ឆ័យតែអ្នកណាដែលបានឮច្បាស់នោះនឹងធ្វើពីបន្ទាល់ជាប់នៅជាដរាបមនុស្សដែលប្រព្រឹត្តអាក្រក់គេធ្វើទឹកមុខរឹងតែមនុស្សទៀងត្រង់វិញគេខំប្រឹងកែឲ្យផ្លូវខ្លួនបានត្រឹមត្រូវគ្មានប្រាជ្ញាណាមានយោបល់ណាឬការប្រឹក្សាណាដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយគេត្រៀមសេះទុកសម្រាប់ថ្ងៃទឹកសង្គ្រាមតែការដែលមានជ័យជំនះនោះស្រេចនៅព្រះយេហូវ៉ាទេចំពោះទី22មានឈ្មោះល្អនោះគួររើសយកជាជាងទ្រព្យសម្បត្តិយ៉ាងច្រើនហើយចិត្តដែលប្រកបដោយគុណនោះវិសេសជាជាងប្រាក់និងមាសផងពួកអ្នកមាននិងពួកអ្នកក្រតែងតែប្រទេសគ្នាគឺព្រះយេហូវ៉ាដែលទ្រង់បង្កើតគេគ្រប់គ្នាមនុស្សដែលមានគំនិតឆ្លាតឆ្លាតគេឃើញសេចក្តីអាក្រក់មកក៏ពួនខ្លួនទៅតែមនុស្សខ្លាំងល្ងងគេចេះតែដើរទៅហើយត្រូវមានទុក្ខផលនៃសេចក្តីសុភាពនិងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ានោះគឺជាទ្រព្យសម្បត្តិចិត្តស័ព្ទនិងជីវិតនៅក្នុងផ្លូវរបស់មនុស្សវាចនោះមានសុទ្ធតែបន្លាហើយនឹងអន្ទាក់អ្នកដែលរក្សាព្រលឹងខ្លួននឹងជៀសឆ្ងាយពីនោះចេញជួយបង្ហាត់កូនក្មេងឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនលះបង់ពីផ្លូវនោះដល់រាបដល់ចាស់មនុស្សអ្នកមានជាគ្រប់គ្រងលើពួកអ្នកក្រហើយអ្នកណាដែលខ្ជិលគេជាបោអំរើដល់អ្នកដែលឲ្យខ្ចីនោះអ្នកណាដែលសាបព្រោះសេចក្តីទុច្ចរិតនោះនឹងច្រូតបានសេចក្តីទុក្ខព្រួយហើយដំបងនៃសេចក្តីកំហឹងរបស់អ្នកនោះនឹងសាបសូន្យទៅអ្នកណាដែលមើលគេដោយចិត្តល្អនោះនឹងបានពោត្បិតអ្នកនោះរមែងចែកអាហារខ្លួនដល់មនុស្សក្រជួយបណ្ដេញមនុស្សដែលចំអកមើលងាយនោះសេចក្តីទាស់ទែងគ្នានឹងបាត់ទៅឲ្យសេចក្តីឆ្លុះប្រកែកនិងសេចក្តីថ្មេះតេះដៀលនឹងស្ងប់ទៅដែរឯអ្នកណាដែលស្រឡាញ់សេចក្តីបរិសុទ្ធខាងចិត្តហើយមានបបោមាត់ប្រកបដោយគុណដ៏ល្អនោះស្ដេចនឹងបានជាមិត្តសម្លាញ់របស់អ្នកនោះព្រះនេតនៃព្រះយេហូវ៉ារក្សាទុកនៅតម្រេះតែទ្រង់បំផ្លាញពាក្យសម្ដីរបស់មនុស្សក្បត់វិញមនុស្សជួយច្រអូសគេថាមានសឹងមួយនៅខាងក្រៅបើខ្ញុំចេញទៅនោះវានឹងសម្លាប់ខ្ញុំនៅនាកណ្ដាលផ្លូវមាត់របស់ស្រីដតេជារណ្ដាយ៉ាងជ្រៅអ្នកណាដែលជាទីស្អប់ពើមចំពោះព្រះយេហូវ៉ានឹងធ្លាក់ទៅក្នុងរណ្ដានោះសេចក្តីចង្កួតរមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេងប៉ុន្តែរំពាត់វាផ្ចាលនឹងបណ្ដេញសេចក្តីនោះឲ្យបាត់ចេញបានអ្នកណាដែលសង្កត់សង្កិនមនុស្សទាល់ក្រដើម្បីនឹងចម្រើនទ្រព្យសម្បត្តិខ្លួនឡើងហើយអ្នកណាដែលជូនចំនួនដល់អ្នកមាននោះនឹងត្រឡប់ជាប៉ះខាត់វិញជួបទាញត្រជាដាក់ពាក្យសម្ដីនៃមនុស្សដែលមានប្រាជ្ញាហើយចង់ចិត្តចំពោះតម្រេះរបស់អញចុះបិទបើឯងរក្សាទុកសេចក្តីនោះនៅក្នុងខ្លួននោះសប្បាយហើយគឺបើសេចក្តីនោះស្ថិតនៅជាប់នឹងបបោមាត់ឯង
អញបានសម្ដែងឲ្យឯងបានដឹងសេចក្តីនោះនៅថ្ងៃនេះហើយដើម្បីឲ្យឯងបានទុកចិត្តដល់ព្រះយេហូវ៉ាអញបានកំណត់ទុកសេចក្តីដ៏វិសេសសម្រាប់ឯងគឺជាសេចក្តីទូមានហើយនឹងតម្រេះមិនមែនឬប្រយោជន៍ឲ្យឯងបានដឹងថាពាក្យដ៏ពិតទាំងប៉ុន្មានគួរទុកចិត្តជាប្រកបហើយដើម្បីឲ្យឯងបាននាំពាក្យដ៏ពិតនោះត្រឡប់ទៅជូនពួកអ្នកដែលចាត់ឯងមកកុំឲ្យកោងយករបស់នៃមនុស្សក្រដោយព្រោះតែគេក្រឡើយក៏កុំឲ្យសង្កត់សង្កិនមនុស្សវេទនានៅត្រង់ទីក្រុងដែរដោយព្រះយេហូវ៉ាទ្រង់នឹងជួយកាន់ក្តីជំនួសអ្នកនោះហើយទ្រង់នឹងរឹបយកជីវិតនៃពួកអ្នកដែលរឹបយករបស់គេដែរកុំឲ្យចង់មិត្តនឹងមនុស្សណាដែលអាសាខឹងឡើយក៏កុំឲ្យភពប្រសពនឹងមនុស្សមួម៉ៅដែរក្រែងឯងទម្លាប់តាមអំពើរបស់គេហើយគេត្រឡប់ជាអន្ទាក់ដល់ព្រលឹងឯងកុំឲ្យឯងចូលក្នុងពួកអ្នកដែលចាប់ដៃគ្នាឬជាមួយនឹងមនុស្សដែលធានាបំណុលឲ្យគេឡើយបើឯងគ្មានអ្វីនឹងសងគេនោះចង់ឲ្យគេមកកន្ត្រាក់យកក្រេពីក្រោមឯងទៅធ្វើអីកុំឲ្យបន្ថយគោលចរិតដែលពួកអញកោឯងបោះទុកពីបុរាណឡើយឯងដែលឃើញមនុស្សខ្នះខ្នែងក្នុងការរកស៊ីរបស់ខ្លួនឬអ្នកនោះនឹងបានឈរនៅចំពោះស្ដេចមិនត្រូវឈរនៅចំពោះមនុស្សដែលឥតបណ្ណាស័ក្តិឡើយចំពោះទី23កាលណាឯងអង្គុយបរិភោគភោជនាអាហារជាមួយនឹងអ្នកគ្រប់គ្រងនោះត្រូវឲ្យឯងពិចារណាដល់អ្នកដែលអង្គុយនៅខាងមុខឯងចោះបើឯងជាមនុស្សល្មោបខ្លាំងនោះចូលស្ទាប់កំបិតនៅបំពង់កឯងទៅកុំឲ្យលោភចង់បានឲ្យជារសរបស់គេឡើយត្បិតជារបស់បញ្ឆោតទេកុំឲ្យនឿយហត់ដល់ខ្លួនដើម្បីឲ្យបានជាអ្នកមានឡើយក៏កុំឲ្យប្រើបញ្ញាឲ្យបានមានឡើងដែរតើចង់ភ្ជាប់ភ្នែកតាមរបស់ដែលសោះសូន្យឬត្បិតទ្រព្យសម្បត្តិតែងតែដោះស្លាប់ជាមិនខានក៏នឹងហើរទៅលើមេឃបែបដូចជាឥន្ទ្រីកុំឲ្យបរិភោគភោជនាហាររបស់មនុស្សដែលមានភ្នែកអាក្រក់ឡើយក៏កុំឲ្យប្រាថ្នាចង់បានអាហារមានជារសរបស់គេដែរត្បិតគេគិតក្នុងចិត្តយ៉ាងណាគេក៏យ៉ាងនោះដែរគេអញ្ជើញឯងថាពិសាចោះតែចិត្តគេមិនមូលនៅជាមួយនឹងឯងទេអាហារដែលឯងបានបរិភោគចូលទៅនោះនឹងក្បួនមកវិញហើយនឹងបាត់ពាក្យសម្ដីផ្អែមល្ហែមរបស់ឯងទៅកុំឲ្យនិយាយឲ្យមនុស្សល្ងើស្ដាប់ឡើយត្បិតវានឹងមើលងាយចំពោះប្រាជ្ញានៃពាក្យសម្ដីឯងកុំឲ្យបន្ថយគោលចរិតពីបុរាណឡើយក៏កុំឲ្យបង្ខិតចូលទៅក្នុងដីរបស់កូនកំព្រាដែរត្បិតអ្នកដែលលួសគេនោះមានកម្លាំងខ្លាំងក៏នឹងកាន់ក្តីគេតោះនឹងឯងដែរជោបចង់ចិត្តឯងចំពោះសេចក្តីព្រានប្រដៅហើយផ្ទៀងត្រចៀកចំពោះពាក្យដែលប្រកបដោយតម្រេចចោះកុំឲ្យខាននឹងវាយប្រដៅកូនឡើយត្បិតបើវាយនឹងរំពាត់គង់តែមិនស្លាប់ដែរគឺឯងនឹងគ្រាន់តែវាយដែលរំពាត់ប៉ុណ្ណោះហើយយ៉ាងនោះនឹងជួយប្រលឹងវាឲ្យរួចពីស្ថានឃុំប្រលឹងមនុស្សស្លាប់កូនអើយបើចិត្តឯងប្រកបដោយប្រាជ្ញានោះចិត្តអញនឹងមានសេចក្តីអំណរគឺចិត្តរបស់ឪពុកនេះឯងចិត្តស្លាមអញនឹងរីករាយឡើងក្នុងការដែលបបោមាត់ពោលសេចក្តីដែលត្រឹមត្រូវកុំបើកឲ្យចិត្តច្រណែននឹងមនុស្សមានបាបឡើយចូលឲ្យឯងប្រកបដោយសេចក្តីកក់ខ្លាចដល់ព្រះយេហូវ៉ាជាដរាបរាល់ថ្ងៃត្បិតនឹងមានរង្វាន់ជាមិនខានហើយសេចក្តីសង្ឃឹមរបស់ឯងនឹងមិនកាត់បង់ឡើយកូនអើយចូលប្រុងស្ដាប់ហើយមានប្រាជ្ញាចោះត្រូវឲ្យតម្រង់ចិត្តទៅតាមផ្លូវកុំឲ្យនៅកណ្ដាលពួកអ្នកប្រមឹកត្រាឬក្នុងពួកល្មោបស៊ីឡើយបិទមនុស្សប្រមឹកល្មោបនឹងទៅជាក្រហើយសេចក្តីងួយងោកនឹងនាំឲ្យស្លៀកពាក់កណ្ដាលចូលស្ដាប់តាមឪពុកដែលបង្កើតឯងមកហើយកុំឲ្យមើលងាយម្ដាយឯងក្នុងការដែលកត់ចាស់ឡើយចូលទិញសេចក្តីពិតចោះកុំឲ្យលក់ចេញឡើយទាំងបញ្ញាសេចក្តីដំបូន្មាននិងយោបល់ផងឪពុកនៃមនុស្សសុចរិតនឹងមានចិត្តរីករាយយ៉ាងខ្លាំងហើយអ្នកណាដែលបង្កើតកូនមានប្រាជ្ញានោះនឹងមានសេចក្តីអំណរដោយសារកូននោះដូច្នេះចូលបើកឱកាសឲ្យឪពុកម្ដាយឯងបានរីករាយចោះហើយឲ្យអ្នកដែលសម្រាលឯងមកនោះមានចិត្តសប្បាយផងកូនអើយចូលប្រកល់ចិត្តឯងមកអញចោះហើយឲ្យភ្នែកឯងពេញចិត្តនឹងអស់ទាំងផ្លូវរបស់អញដែរបាត់ស្រីសំផឹងជាប្រណ្ដាយយ៉ាងជ្រៅហើយស្រីដតីជារំលងដល់ចង្អៀតគេលបចាំដូចជាចោលហើយក៏ចម្រើនអ្នកក្បត់នៅក្នុងពួកមនុស្សលោកតើអ្នកណាមានសេចក្តីពិបាកចិត្តតើអ្នកណាកើតទុក្ខព្រួយតើអ្នកណាមានសេចក្តីតោះតែងគ្នាតើអ្នកណាត្អូញត្អែតើអ្នកណាត្រូវរបួសអត់ហេតុតើអ្នកណាមានភ្នែកក្រហមគឺជាពួកអ្នកដែលអង្គុយផឹកស្រាជាយូរជាពួកអ្នកដែលស្វែងរកត្រលៀងនោះឯងកុំឲ្យមើលស្រាតំទាំងបញ្ជូរក្នុងការដែលមានពណ៌ក្រហមគឺក្នុងការដែលជ្រួចពពុះនៅក្នុងកែវ
ហើយហូរចុះទៅដោយស្រួលនៅឡើយត្បិតដល់ចុងបំផុតនឹងចិត្តដូចជាពស់វិញហើយអុចដូចជាពស់ហនុមានផងភ្នែកឯងនឹងឃើញស្រីដតីហើយចិត្តឯងនឹងពោលសេចក្តីខូចអាក្រក់ដែរឯងនឹងបានដូចជាមនុស្សដែលដេកនៅកណ្ដាលសមុទ្រឬដូចជាមនុស្សដែលដេកនៅលើចុងដងក្តោងឯងនឹងថាគេបានវាយអញតែអញមិនបានឈឺសោះគេបានសំពងអញតែអញមិនដឹងទេតែអញនឹងភ្ញាក់ឡើងវិញដល់កាលណាណោអញនឹងទៅរកផាត់ទៀតជំពូកទី24កុំឲ្យមានចិត្តច្រណែននឹងមនុស្សអាក្រក់សោះឡើយក៏កុំឲ្យចង់ទៅរួមនៅនឹងគេដែរត្បិតចិត្តគេគិតគូរតែការសង្កត់សង្កិនទៅទេហើយបបោមាត់គេពោលតែសេចក្តីប្រទុះសរាយការដែលសង់ផ្ទះឡើងបាននោះក៏ដោយសារប្រាជ្ញាហើយគឺដោយសារយោបល់ដែលផ្ទះនោះនឹងបានតាំងនៅជាមមួនហើយដោយសារតម្រេះនោះបន្ទប់ទាំងឡាយបានពេញដោយគ្រប់ទាំងទ្រព្យសម្បត្តិដ៏វិសេសជារបស់ដែលគប់ចិត្តមនុស្សមានប្រាជ្ញាក៏មានកម្លាំងច្រើនមនុស្សដែលមានតម្រេះក៏ចម្រើនអំណាចខ្លួនឡើងបិទដោយមានការជួយគំនិតដែលប្រកបដោយប្រាជ្ញានោះឯងនឹងអាចធ្វើសឹកសង្គ្រាមបានហើយដោយមានអ្នកប្រឹក្សាជាច្រើននោះទើបបានជ័យជំនះប្រាជ្ញាជារបស់ពស់ហួសល្បត់មនុស្សល្ងីល្ងើគេមិនបើកមាត់នៅត្រង់ទ្វារក្រុងឡើយអ្នកណាដែលគិតគូរបង្កើតអំពើអាក្រក់នោះនឹងបានឈ្មោះថាជាមនុស្សកោងកាចគំនិតគិតពីសេចក្តីចំគួតនោះជាអំពើបាបហើយអ្នកដែលចំអកមើលងាយក៏ជាទីអប់ពើមដល់មនុស្សទាំងឡាយបើឯងអន់ថយក្នុងថ្ងៃលំបាកនោះឈ្មោះថាឯងមានកម្លាំងតិចទេចូលជួយសង្គ្រោះពួកអ្នកដែលគេដឹកនាំទៅត្រូវឲ្យស្លាប់ហើយរាំងរាពួកអ្នកដែលកំពុងតែទៅឯទីសម្លាប់ចុះបើឯងថាមើលយើងមិនបានដឹងទេឯព្រះដែលទ្រង់ផ្លឹងមើលចិត្តតើទ្រង់មិនពិចារណាឃើញហើយដែលទ្រង់ថែរក្សាព្រលឹងឯងតើមិនជ្រាបទេឬតើទ្រង់នឹងមិនសងដល់មនុស្សទាំងឡាយតាមការដែលគេប្រព្រឹត្តទេឬអីកូនអើយចូលបរិភោគទឹកឃ្មុំចុះត្បិតជារបស់ឆ្ងាញ់ហើយសំណុំឃ្មុំដែលមានរសផ្អែមដល់មាត់ឯងផងគឺយ៉ាងនោះដែលឯងនឹងដឹងថាប្រាជ្ញាក៏ល្អដល់ព្រលឹងឯងដែរបើឯងរកប្រាជ្ញានោះឃើញនោះនឹងបានរង្វាន់ហើយសេចក្តីសង្ឃឹមរបស់ឯងនឹងមិនត្រូវកាត់បងឡើយណែមនុស្សអាក្រក់អើយកុំឲ្យលោភចាំប្រទោសនឹងលំនៅរបស់មនុស្សសុចរិតឡើយកុំឲ្យបំផ្លាញទីស្នាក់នៅរបស់គេឲ្យសោះបិទមនុស្សសុចរិតទោះបើគេដួលដល់7 ដងក៏ដោយគង់តែនឹងក្រោកឡើងវិញបានតែមនុស្សអាក្រក់ទៅទម្លាក់ទៅក្នុងសេចក្តីអន្តរាយវិញកុំឲ្យមានចិត្តរីករាយក្នុងការដែលខ្មាំងសត្រូវឯងដួលចុះឡើយក៏កុំឲ្យមានចិត្តសប្បាយក្នុងការដែលគេត្រូវទម្លាក់ទៅដែរក្រែងព្រះយេហូវ៉ាទ្រង់ទតឃើញហើយការនោះមិនគប់ដល់ព្រះハតីរួចទ្រង់បង្វែរសេចក្តីក្រោធចេញពីអ្នកនោះវិញកុំឲ្យក្តៅចិត្តដោយព្រោះមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយក៏កុំឲ្យច្រណែននឹងមនុស្សកោងកាចដែរត្បិតនឹងគ្មានរង្វាន់ណាឲ្យដល់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយហើយជាងរបស់មនុស្សកោងកាចនឹងត្រូវរលត់ទៅកូនអើយចូលកោតខ្លាចដល់ព្រះយេហូវ៉ាហើយដល់ស្ដេចផងកុំឲ្យឯងតែគប់នឹងមនុស្សដែលតែងតែសាវ៉ាឡើយត្បិតសេចក្តីអន្តរាយនឹងលាមកនឹងលោមកលើគេភ្លាមតើអ្នកណានឹងអាចស្គាល់ការវិនិច្ឆ័យដែលមកពីព្រះនិងស្ដេចនោះបានសេចក្តីទាំងនេះក៏ជាពាក្យពោលទុករបស់ពួកអ្នកប្រាជ្ញដែរគឺថាការដែលយោគយល់ខាងអ្នកណាក្នុងរឿងក្តីនោះមិនល្អទេអ្នកណាដែលកាត់ឲ្យមនុស្សអាក្រក់ថាឯងសុចរិតទេនោះបណ្ដាជននឹងប្រតិចផ្ដាសាដល់អ្នកនោះហើយអស់ទាំងសះនឹងស្អប់ពើមអ្នកនោះដែរតែឯអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់វិញគេនឹងពេញចិត្តចំពោះអ្នកនោះហើយនឹងមានពរយ៉ាងវិសេសមកស្ថិតលើអ្នកនោះដែរអ្នកណាដែលតបឆ្លើយដោយពាក្យត្រឹមត្រូវនោះគេនឹងថើបអ្នកនោះដោយបបោមាត់ចូលត្រៀមការឯងនៅខាងក្រៅចុះហើយរៀបចំសម្រាប់ខ្លួននៅឯវាជាមុនសិនទើបសង់ផ្ទះឯងឡើងជាក្រោយកុំឲ្យធ្វើបន្ទាល់ទាស់នឹងអ្នកជិតខាងដោយឥតហេតុឡើយក៏កុំឲ្យបញ្ឆោតដោយបបោមាត់ឯងដែរកុំឲ្យពោលដូច្នេះឡើយថាអញនឹងប្រព្រឹត្តដល់គេដូចជាគេបានប្រព្រឹត្តដល់អញដែរអញនឹងសងដល់អ្នកនោះតាមការដែលគេបានប្រព្រឹត្តរួចហើយយើងបានដើរក្បែរចំការរបស់មនុស្សខ្ជិលច្រអូសហើយក្បែរដំណាំទំពាំងបាយជូររបស់មនុស្សដែលឥតមានប្រាជ្ញានោះឃើញថាមានបន្លាដុះគ្របពេញហើយដីនោះដេដាស់ទៅដោយព្រៃទ្រុបទ្រុលឯកំផែងថ្មក៏រលំដែរនោះយើងបានរំពឹងមើលហើយពិចារណាដោយល្អិតក៏យល់ឃើញហើយទទួលសេចក្តីបង្រៀនថាដេកបន្តិចងោកបន្តិចអោបដៃនិងដេកបន្តិចយ៉ាងនោះសេចក្តីកំសត់ទូលគុតរបស់ឯងនឹងលោមកដល់ដូចជាចោរប្លន់ព្រមទាំងសេចក្តីខ្វះខាតដូចជាមនុស្សកាន់គ្រឿងអាវុធផង
ចំពោះទី25នេះក៏ជាសុភាសិតរបស់ស្ដេចសាឡូមោនដែរជាសេចក្តីដែលពួកស្មៀនរបស់ហេសេគៀស្ដេចសាសយូដាបានចម្លងទុកការដែលលាក់បំបាំងនៃសេចក្តីនោះជាទីគប់ព្រះハរតីដល់ព្រះតែពួកស្ដេចវិញទ្រង់សពប្រតិនឹងស្វែងរកឲ្យយល់ផ្ទៃមេឃខ្ពស់យ៉ាងណាហើយផែនដីជ្រៅយ៉ាងណាប្រតិនៃស្ដេចក៏ទង់មើលមិនដល់យ៉ាងនោះដែរចូលដេញយកអាចប្រាក់ចេញនោះនឹងមានគ្រឿងចេញពីពុំមកសម្រាប់ជាងខាត់ក៏ដកយកមនុស្សអាក្រក់ចេញពីចំពោះស្ដេចនោះរីកទ្រង់នឹងបានតាំងលើខ្ជប់ជួនក្នុងសេចក្តីសុចរិតកុំឲ្យឯងមិនចើខ្លួននៅចំពោះស្ដេចឡើយក៏កុំឲ្យឈរនៅទីរបស់អ្នកធំដែរត្បិតបើគេមកនិយាយនឹងឯងថាអញ្ជើញឡើងមកឯនេះនោះល្អជាជាងត្រូវបន្ទាបនៅចំពោះអ្នកធំដែលភ្នែកឯងបានឃើញហើយនោះវិញកុំឲ្យឯងរហ័សនឹងចេញទៅតនឹងគេឡើយក្រែងដល់ជើងបំផុតកាលណាអ្នកជិតខាងបានធ្វើឲ្យឯងខ្មាស់ហើយនោះឯងនឹងមិនដឹងធ្វើអ្វីទៀតចូលទៅជជែករឿងរបស់ឯងចំពោះអ្នកជិតខាងឯងហើយមានតែគ្នាពីរនាក់ប៉ុណ្ណោះកុំឲ្យបើកការសម្ងាត់របស់អ្នកដទៃឡើយក្រែងអ្នកដែលឮគេធ្វើឲ្យឯងខ្មាស់វិញហើយសេចក្តីអាម៉ាស់របស់ឯងនឹងមិនចេះបាត់ឡើយពាក្យសម្ដីដែលនិយាយចំពេលនឹងធៀបដូចជាផ្លែសារីមាសស្លាប់ភ្ជាប់នឹងក្បាច់ប្រាក់អ្នកដែលចេះស្ដីបន្ទោសដល់ប្រាជ្ញានោះក៏ដូចជាក្រវិលមាសនិងគ្រឿងលម្អមាសសុទ្ធដល់ត្រចៀកដែលព្រមស្ដាប់តាមដែរអ្នកនាំសារដែលស្មោះត្រង់នោះប្រៀបដូចជាត្រចៀកនៃហេមៈនៅរដូវចម្រូតដល់ពួកអ្នកដែលចាត់ប្រើត្បិតអ្នកនោះលំហើយប្រលឹងរបស់ចៅហ្វាយខ្លួនអ្នកណាដែលអួតដោយពាក្យចំគួតពីទៀនដែលខ្លួនឲ្យនោះទុកដូចជាពពកហើយនឹងខ្យល់ដែលឥតមានភ្លៀងដោយការខំអត់ធ្មត់នោះទើបនឹងបន្ទន់ចិត្តរបស់ចៅហ្វាយបានហើយអណ្ដាតស្រទន់នឹងអាចបំបាក់ឆ្អឹងបានដែរតើឯងរកឃ្មុំបានហើយឬចូលបរិភោគតែល្មមសំគួរចោះក្រែងបរិភោគឆ្អែតទៅនឹងក្អួតចេញមកវិញកុំឲ្យជើងឯងចូលផ្ទះអ្នកជិតខាងជាញឹកញយពេកឡើយក្រែងគេឃើញទ្រាន់ហើយស្អប់ឯងវិញអ្នកណាដែលធ្វើបន្ទាល់ខ្លែងទាស់នៅអ្នកជិតខាងខ្លួននោះធៀបដូចជាញញូរនឹងដាវហើយនឹងព្រួញយ៉ាងមុតការដែលទុកចិត្តដល់មនុស្សមិនស្មោះនៅគ្រាលំបាកនោះធៀបដូចជាធ្មេញបាក់ហើយជើងដែលឆ្លោះលះចេញអ្នកណាដែលច្រៀងចម្រៀងដោយជូនដល់មនុស្សដែលមានចិត្តកាត់ទុកឲ្យគេស្ដាប់នោះធៀបដូចជាគេដោះអាវនៅរដូវរងាដូចជាគេចាក់ទឹកខ្មេះទៅលើអំបិលក្បងបើសត្រូវឯងឃ្លានចូលឲ្យវាស៊ីចោះបើវាស្រេកត្រូវឲ្យវាផឹកផងយ៉ាងនោះនឹងបានដូចជាបង្គោលរងើកភ្លើងនៅលើក្បាលវាហើយព្រះយេហូវ៉ាទ្រង់នឹងប្រទានរង្វាន់ដល់ឯងខ្យល់ពីខាងជើងរមែងនាំភ្លៀងមកហើយអណ្ដាតដែលនិយាយដើមគេក៏នាំឲ្យគេមានមុខមួម៉ៅដូច្នោះដែរទូនៅក្នុងទីគានមួយនៅលើដំបូលផ្ទះជាជាងនៅក្នុងផ្ទះធំទូលាយជាមួយនឹងស្ត្រីដែលចេះតែរករឿងទឹកបានត្រជាក់ដល់ព្រលឹងមនុស្សល្វឹងល្វើយជាយ៉ាងណានោះដំណឹងល្អដែលមកពីស្រុកឆ្ងាយក៏យ៉ាងនោះដែរមនុស្សសុចរិតដែលចោះចាញ់ចំពោះមនុស្សអាក្រក់នោះធៀបដូចជារុនទឹកល្អក់ក៏ដូចជាក្បាលទឹកដែលខូចហើយដែរបើបរិភោគទឹកឃ្មុំច្រើនពេកនោះមិនល្អទេមួយទៀតដែលស្វែងរកកិត្តិស័ព្ទដល់ខ្លួននោះជាបន្ទុកយ៉ាងធ្ងន់ដែរបើអ្នកណាដែលមិនចេះគ្រប់គ្រងលើចិត្តរបស់ខ្លួននោះធៀបដូចជាទីក្រុងដែលរលំហើយឥតមានកំផែងចំពោះទី26កាលដែលហឹបមាក់ធ្លាក់នៅរដូវក្តៅហើយភ្លៀងធ្លាក់នៅរដូវចម្រូតមិនសមយ៉ាងណាកិត្តិយសក៏មិនសមនឹងមនុស្សល្ងិលល្ងើយ៉ាងនោះដែរកាលដែលចាប់ហៅទៅបាត់ហើយសត្វប្រជាកម្មចេះតែហៅទៅមកយ៉ាងណានោះសេចក្តីបណ្ដាសាអត់ហេតុមិនទុំជាប់ឡើយក៏យ៉ាងនោះដែរមានថ្មោងសម្រាប់សេះមានបង្ហៀសម្រាប់លាហើយរំពាត់ក៏សម្រាប់ខ្នងមនុស្សល្ងិលល្ងើដែរកុំឲ្យឆ្លើយតបនឹងមនុស្សល្ងិលល្ងើតាមសេចក្តីចំគួតរបស់វាឡើយក្រែងឯងក៏បានដូចជាវាដែរចូលឆ្លើយតបនឹងមនុស្សល្ងិលល្ងើឲ្យចំនឹងសេចក្តីចំគួតរបស់វាចោះក្រែងវាមើលខ្លួនដោយសេចក្តីអំណុតថាជាអ្នកមានប្រាជ្ញាអ្នកណាដែលប្រើមនុស្សល្ងិលល្ងើឲ្យនាំដំណឹងទៅនោះឈ្មោះថាកាត់ផ្ដាច់ជើងរបស់ខ្លួនហើយក៏ផឹកទ្រពសេចក្តីអន្តរាយដែរជើងរបស់មនុស្សដែលដើរចាក់ខ្ញោចបានខ្សោយយ៉ាងណានោះពាក្យសុភាសិតនៅក្នុងមាត់មនុស្សល្ងិលល្ងើក៏យ៉ាងនោះដែរអ្នកដែលចងគ្រោះជាប់ក្នុងខ្សែដង្ហក់ជាយ៉ាងណានោះអ្នកដែលលើកមុខមនុស្សល្ងិលល្ងើក៏យ៉ាងនោះដែរបន្លាមុតចូលក្នុងដៃរបស់មនុស្សត្រវឹងជាយ៉ាងណានោះពាក្យសុភាសិតនៅក្នុងមាត់របស់មនុស្សល្ងិលល្ងើក៏យ៉ាងនោះដែរពណ៌ធ្នូម្នាក់ដែលជំនាញបាញ់ឲ្យរបួសទាំងអស់ជាយ៉ាងណាអ្នកដែលជួយមនុស្សល្ងិលល្ងើនិងមនុស្សដែលដើរតាមផ្លូវក៏យ៉ាងនោះដែរមនុស្សល្ងិលល្ងើដែលចេះតែធ្វើអំពើចង្កួតរបស់វាច្រំដាល់ទៀតនោះធៀបដូចជាកែដែលត្រឡប់ទៅស៊ីកំអួតវាវិញឯងដែលឃើញមនុស្សដែលប្រកាន់ថាខ្លួនមានប្រាជ្ញាឬទេមានសង្ឃឹមចំពោះមនុស្សល្ងិលល្ងើជាងអ្នកនោះទៅទៀតមនុស្សជិលច្រអូសតែងតែថាមានសឹងមួយនៅកណ្ដាលខ្នងមានសឹងមួយនៅត្រង់ផ្លូវមនុស្សខ្ជិលច្រអូសចេះតែបំរាស់ននៀលនៅលើក្រែបែបដូចជាទ្វារដែលបិទបើកទៅមកជាប់នៅត្រចៀកដែរមនុស្សខ្ជិលច្រអូសគេលូកដៃទៅក្នុងចានហើយដែលដកមកបញ្ចុកមាត់វិញនោះក៏រួចដៃដល់គេណាស់មនុស្សខ្ជិលច្រអូសគេតែងប្រកាន់ថា
ខ្លួនមានបញ្ញាជាជាងមនុស្ស7នាក់ដែលតបឆ្លើយដោយវាងវៃអ្នកណាដែលកំពុងតែដើរតាមផ្លូវព្រមទុកឲ្យខ្លួនក្តៅក្រហាយដោយការឆ្លុះប្រកែករបស់អ្នកដទៃនោះធៀបដូចជាមនុស្សដែលចាប់ទៅជាឆ្កែមនុស្សដែលបញ្ឆោតអ្នកជិតខាងរួចពោលថាអញគ្រាន់តែធ្វើលេងទៅតើនោះប្រៀបដូចជាមនុស្សឈួតដែលបោះកំចាយអង្កត់អស់កំពុងឆេះព្រមទាំងព្រួយនឹងសេចក្តីស្លាប់ផងទីណាដែលអត់មានអស់នោះភ្លើងក៏រលត់ហើយទីណាដែលអត់មានអ្នកបេះបួយនោះសេចក្តីតោះតែងគ្នាក៏បាត់អស់ទៅដែរមនុស្សដែលចេះតែរករឿងគេរមែងអត់អើឲ្យមានសេចក្តីតោះតែងគ្នាឧបមាដូចជាដាក់ជុងនៅលើរងើកភ្លើងហើយដូចជាដាក់អស់នៅលើភ្លើងដែរជាសម្ដីរបស់មនុស្សបេះបួយធៀបដូចជាចំណីដែលឆ្ងាញ់ពិសាក៏ចុះទៅដល់ខាងក្នុងរបស់មនុស្សមានបបោមាត់ហើយនិយាយហើយចិត្តអាក្រក់នោះធៀបដូចជាភេជ្ជៈដីស្របដោយអាចប្រាក់អ្នកណាដែលស្អប់គេនោះរមែងខ្លាយពាក្យដោយបបោមាត់នោះក៏ប្រមូលទុកសេចក្តីបញ្ឆោតនៅក្នុងចិត្តដែរកាលណាអ្នកនោះពោលពាក្យល្អនោះកុំឲ្យជឿឲ្យសោះបិទនៅក្នុងចិត្តគេមានសេចក្តីគួរស្អប់ពើម7មុខទោះបើសេចក្តីសំអប់របស់គេបានគ្របបាំងដោយពុតនិយាក៏ដោយគង់តែសេចក្តីអាក្រក់របស់គេនឹងសម្ដែងចេញឲ្យច្បាស់នៅចំពោះមុខនៃពួកជំនុំដែរអ្នកណាដែលជីករណ្ដៅអ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅនោះឯងហើយអ្នកណាដែលប្រមាថថ្មនោះនឹងរមៀលត្រឡប់មកកិនខ្លួនវិញឯអណ្ដាតភូតផនោះរមែងស្អប់ដល់ពួកអ្នកដែលវាបានធ្វើទុកនោះហើយមាត់បញ្ចោចតែងតែបណ្ដាលឲ្យវិនាសជំពូកទី27កុំឲ្យអួតខ្លួនពីថ្ងៃស្អែកបាត់ឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេទុកឲ្យមនុស្សឯទៀតសរសើរចុះកុំឲ្យមាត់ឯងសរសើរខ្លួនឡើយគឺជាអ្នកដទៃមិនមែនជាបបោមាត់របស់ឯងឡើយដុំថ្មជារបស់ធ្ងន់ហើយសាច់ក៏មានទម្ងន់ដែរតែសេចក្តីកំហឹងរបស់មនុស្សលីងើនោះធ្ងន់ជាងទាំងពីរមុខនោះទៅទៀតសេចក្តីខូខើជាសេចក្តីដែលសាហាវណាស់ហើយសេចក្តីកំហឹងក៏ខ្លាំងក្លាដែរតែសេចក្តីប្រច័ណ្ឌតើអ្នកណានឹងទប់ទល់បានការដែលត្រូវបន្ទោសនៅកណ្ដាលជំនុំនោះវិសេសជាងសេចក្តីស្រឡាញ់លាក់កំបាំងរបួសដែលមិត្តសម្លាញ់ធ្វើដល់យើងនោះតែងធ្វើដោយស្មោះត្រង់ទេតែឯការថោករបស់ខ្មាំងសត្រូវនោះជាសេចក្តីបញ្ឆោតវិញអ្នកណាដែលឆ្អែតហើយទោះទាំងសំណុំឃ្មុំក៏ណាយចិត្តដែរតែឯអ្នកណាដែលឃ្លានទោះទាំងរបស់ជូរល្វីងក៏ផ្អែមដល់គេវិញមនុស្សណាដែលវង្វេងឆ្ងាយពីទីលំនៅខ្លួននោះប្រៀបដូចជាសត្វហើរដែលវង្វេងឆ្ងាយពីសម្បុកវាដែរប្រេងលាបនឹងទឹកអប់នោះនាំឲ្យចិត្តរីករាយឡើងឯសេចក្តីផ្អែមល្ហែមនៃសេចក្តីដាស់តឿនដ៏អស់ពីចិត្តរបស់พื่อนមិត្តក៏ដូចនោះដែរឯមិត្តភ័ក្តិរបស់ខ្លួននិងមិត្តភ័ក្តិរបស់ឪពុកនោះកុំឲ្យបោះបង់ចោលឡើយក៏កុំឲ្យចូលផ្ទះរបស់បងប្អូនឯងក្នុងគ្រាដែលឯងកើតមានសេចក្តីទុក្ខព្រួយដែរអ្នកមួយដែលនៅជិតខាងខ្លួននោះពិសេសជាងបងប្អូនដែលនៅឆ្ងាយវិញកូនអើយចូលឲ្យឯងមានប្រាជ្ញាឡើងហើយឲ្យចិត្តអញបានរីករាយចុះដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលថ្មេះដល់អញមនុស្សដែលមានគំនិតជ្រាលឆ្លាតគេឃើញការអាក្រក់មកក៏ពួនខ្លួនតែមនុស្សល្ងងខ្លៅគេចេះតែដើរទៅហើយក៏ត្រូវមានទុក្ខចូលទទួលបញ្ចាំអាវរបស់អ្នកដែលធានាដល់មនុស្សដទៃហើយទទួលរបស់បញ្ចាំពីអ្នកដែលសន្យាជំនួសអ្នកក្រៅចុះបើអ្នកណាក្រោកពីព្រលឹមស្រាងនឹងឲ្យពោលដល់មិត្តសម្លាញ់ដោយសម្លេងខ្លាំងនោះនឹងបានរាប់ជាពាក្យជេរដល់គេវិញទឹកដែលស្រក់ចុះតក់ជានិច្ចនៅថ្ងៃឃ្លៀងច្រើនហើយត្រីដែលចេះតែរករឿងនោះក៏ដូចគ្នាអ្នកណាដែលចង់ផាត់នាងនោះផាត់តែខ្យល់ទេហើយដៃអ្នកនោះចាប់ក្តាប់ប្រេងប៉ុណ្ណោះដៃរមែងសំលៀងដែកឯមនុស្សក៏ធ្វើឲ្យមិត្តសម្លាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរអ្នកណាដែលថែទាំដើមវាអ្នកនោះនឹងបានផ្លែភុបរិភោគហើយអ្នកណាដែលបម្រើចវាយខ្លួនដោយល្អនោះនឹងបានកិត្តិស័ព្ទមុខឆ្លោះឃើញមុខនៅក្នុងទឹកជាយ៉ាងណានោះចិត្តរបស់មនុស្សក៏ច្បាស់ដល់ខ្លួនយ៉ាងនោះដែរខានឃុំប្រលឹងនោះស្លាប់ហើយនឹងទីវិនាសនោះមិនចេះស្កប់ស្កល់ឡើយឯភ្នែកនៃមនុស្សក៏មិនចេះស្កប់ស្កល់ដូចគ្នាដែរមានបាវដីសម្រាប់សម្រង់ប្រាក់ហើយមានឡសម្រាប់មាសតែនឹងស្គាល់មនុស្សបានដោយសារតែសេចក្តីដែលគេសរសើរពីអ្នកនោះទេទោះបើនឹងបុកមនុស្សល្ងីល្ងើនៅក្នុងត្បាល់ជាមួយនឹងស្រូវក៏ដោយគង់តែសេចក្តីចំគួតរបស់វាមិនព្រមរបកចេញពីវាឡើយចូលមានចិត្តខ្នះខ្នែងឲ្យស្គាល់សន្តាននៃវងជៀមឯងហើយឲ្យថែមើលវងគោឯងឲ្យល្អចុះបាត់ទ្រព្យសម្បត្តិមិនស្ថិតនៅជាដរាបទេ
តើមកុដដាច់នៅជាប់អស់ទាំងដំណតទៅឬឯស្មៅក្រៀមគេដឹកយកទៅរួចស្មៅខ្ចីលូតលាស់ឡើងហើយគេប្រមូលស្មៅព្រៅពីភ្នំមកដែរកូនជៀមទាំងប៉ុន្មាននឹងបានសម្រាប់ធ្វើជាសម្លៀកបំពាក់ដល់ឯងឯពពែឈ្មោលក៏សម្រាប់សងថ្លៃចំការដែរហើយនឹងមានទឹកដោះពពែល្មមទុកជាអាហារដល់ឯងគឺជាអាហារសម្រាប់គ្រួសារឯងហើយសម្រាប់ចិញ្ចឹមពួកស្រីបម្រើរបស់ឯងទៀតចំពោះទី28មនុស្សអាក្រក់គឺរត់ក្នុងកាលដែលគ្មានអ្នកណាដេញតាមសោះតែមនុស្សសុចរិតមានចិត្តក្លាហានដូចសឹងវិញកាលណាមានការបះបោរកើតឡើងក្នុងស្រុកនោះរមែងមានចវាច្រើនតែបើមានមនុស្សម្នាក់ដែលមានច្បល់ហើយនឹងដំរេះនោះនគរនឹងស្ថិតស្ថេរនៅតទៅបាននោះក្រដែលទៀនលើមនុស្សកំសត់ទុរគតនោះទៀតដូចជាភៀងយ៉ាងខ្លាំងដែលបោះរំវីងមិនឲ្យមានអាហារសល់ឡើយពួកអ្នកដែលបោះបង់ចោលបញ្ញត្តិបាបគេរមែងសរសើរមនុស្សអាក្រក់តែអស់អ្នកដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់វិញនោះតែងតែតតាំងនឹងគេមនុស្សអាក្រក់មិនយល់សេចក្តីយុត្តិធម៌ទេតែពួកអ្នកដែលស្វែងរកព្រះយេហូវ៉ាគេយល់គ្រប់ទាំងអស់វិញមនុស្សក្រីក្រដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់របស់ខ្លួននោះវាសេះជាមនុស្សក្រវិចក្រវៀងក្នុងគ្រប់ទាំងផ្លូវរបស់គេទោះបើជាអ្នកមានក៏ដោយអ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់នោះជាកូនដែលមានប្រាជ្ញាតែអ្នកណាដែលពុកប្រសពនឹងមនុស្សលំបោផឹកនោះនឹងនាំឲ្យឪពុកមានសេចក្តីស្មាស់វិញអ្នកណាដែលចម្រើនសម្បត្តិទ្រព្យខ្លួនដោយយកការហើយដោយដាក់បុលនោះគឺប្រមូលទុកសម្រាប់មនុស្សដែលមានចិត្តមេត្តាដល់មនុស្សតក្រទេអ្នកណាដែលបែរត្រចៀកចេញមិនព្រមស្ដាប់បញ្ញត្តិច្បាប់នោះទោះទាំងពាក្យអធិដ្ឋានរបស់អ្នកនោះក៏ជាទីស្អប់ពើមដែរអ្នកណាដែលនាំឲ្យមនុស្សទៀងត្រង់វង្វេងតាមធ្វើអាក្រក់អ្នកនោះឯងនឹងស្ថិតក្នុងរណ្ដៅដែលខ្លួនបានទីវិញតែមនុស្សទៀងត្រង់គេនឹងរងបានសេចក្តីល្អជាមរតកមនុស្សអ្នកមានគេតែងប្រកាន់ថាខ្លួនមានប្រាជ្ញាតែមនុស្សក្រដែលមានយោបល់គេស្ទង់មើលឲ្យស្គាល់គេបានកាលណាមនុស្សសុចរិតមានជាជំនះនោះបណ្ដាជននឹងមានពេលអំណរជាខ្លាំងតែលេងតែបើកាលណាមនុស្សអាក្រក់បានតាំងឡើងនោះជនទាំងឡាយក៏នាំគ្នាពួនខ្លួនវិញអ្នកណាដែលគ្រប់បានការរំលងរបស់ខ្លួននោះនឹងមិនចម្រើនឡើងទេតែអ្នកណាដែលលន់តួហើយលះបង់អំពើនោះនឹងប្រទះបានសេចក្តីមេត្តាករុណាវិញសប្បាយហើយអ្នកណាដែលមានចិត្តកោតខ្លាចជានិច្ចតែអ្នកណាដែលតាំងចិត្តរឹងទទឹងនោះនឹងធ្លាក់ទៅក្នុងសេចក្តីអន្តរាយវិញមនុស្សអាក្រក់ដែលគ្រប់គ្រងលើប្រជាជនតក្រទូធៀបដូចជាសឹងដែលក្រហឹមគំរាមហើយដូចជាខ្លាចឃុំដែលកំពុងស្វែងរកអាហារចៅវាយណាដែលខ្វះយោបល់នោះតែងតែកត់សង្កិនជនយ៉ាងខ្លាំងតែអ្នកណាដែលស្អប់តែលោភនោះនឹងបានចម្រើនអាយុយូរវិញហើយមនុស្សដែលមានទោសជាអ្នកកំចាយឈាមគេនោះនឹងរត់ចុះទៅក្នុងរណ្ដៅកុំឲ្យអ្នកណាកត់វាឡើយអ្នកណាដែលដើរដោយទៀងត្រង់នោះនឹងបានប្រោះឲ្យរួចតែអ្នកណាដែលកាន់ផ្លូវវាចនោះនឹងត្រូវធ្លាក់ចុះដោយឆាប់រហ័សអ្នកណាដែលធ្វើស្រែខ្ទូននោះនឹងបានអាហារបរិបូរតែអ្នកណាដែលជាប់តាមមនុស្សចោលមកទៀតនោះនឹងបានសេចក្តីកំសត់យ៉ាងឆ្អែតវិញមនុស្សស្មោះត្រង់នឹងបានពោលជាបរិបូរតែអ្នកណាដែលប្រញាប់ប្រញាល់ឲ្យបានអ្នកមាននោះនឹងមិនរួចចាកពីទោសឡើយការដែលយុគយល់ខាងមនុស្សណានោះមិនល្អទេហើយដែលប្រព្រឹត្តរំលងច្បាប់ឲ្យតែបានអាហារបន្តិចបន្តួចនោះក៏មិនល្អដូចគ្នាអ្នកណាដែលមានភ្នែកអាក្រក់នោះកំពុងតែរុះរាន់ដេញតាមទ្រព្យសម្បត្តិឥតដឹងឡើយថាសេចក្តីខ្វះខាតនឹងតាមខ្លួនទាន់អ្នកណាដែលបន្ទោសដល់មនុស្សនោះនៅជាន់ក្រោយនឹងមានគេរាប់អានខ្លួនជាជាងអ្នកដែលបញ្ចាយដោយអណ្ដាតទៅទៀតអ្នកណាដែលលួចរបស់ឪពុកឬម្ដាយខ្លួនរួចពោលថាមិនមែនជាបាបទេអ្នកនោះឯងជាសម្លាញ់នឹងពួកអ្នកបំផ្លាញហើយអ្នកណាដែលមានចិត្តធំនោះបណ្ដាលឲ្យមានសេចក្តីទាស់ទែងជាឯអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាវិញនោះទើបនឹងបានពំតាំងឡើងអ្នកណាដែលទីពឹងតែចិត្តខ្លួនឯងនោះជាអ្នកល្ងីល្ងើហើយតែអ្នកណាដែលប្រព្រឹត្តដោយប្រាជ្ញាវិញនោះនឹងបានប្រោះឲ្យរួចអ្នកណាដែលចែកចាយឲ្យដល់ពួកស្គាល់ក្រអ្នកនោះនឹងមិនខ្វះខាតឡើយតែអ្នកណាដែលតិចភ្នែកចេញនោះនឹងត្រូវពាក្យប្រតិដាសាច្រើនបើកាលណាពួកមនុស្សអាក្រក់បានតាំងខ្លួនឡើងនោះមនុស្សទាំងឡាយនាំខ្លួនអស់តែកាលណាពួកនោះវិនិច្ឆ័យបាត់ទៅនោះមនុស្សសុចរិតរមែងចម្រើនឡើងវិញចំពោះទី29អ្នកណាដែលត្រូវបន្ទោសជាញយតែតាំងចិត្តរឹងវិញនោះត្រូវវិនិច្ឆ័យក្នុងមួយរំពេញក៏បើជួយផងកាលណាមនុស្សសុចរិតមានអំណាចឡើងនោះជនទាំងឡាយរមែងមានចិត្តរីករាយតែកាលណាមនុស្សអាក្រក់គ្រប់គ្រងវិញនោះបណ្ដាជនស្រែកធ្ងន់ឡើងអ្នកណាដែលស្រឡាញ់ដល់ប្រាជ្ញានោះរមែងនាំឲ្យឪពុករីករាយសប្បាយតែអ្នកណាដែលគប់រកស្រីសំផឹងនោះទីបង្ហាញទ្រព្យសម្បត្តិគាត់វិញដាច់រមែងនាំនគរឲ្យមមួនដោយសារសេចក្តីយុត្តិធម៌តែសេចណាដែលសង្កត់សង្កិនយកដង្វាយនោះធ្វើឲ្យស្រុកវិនិច្ឆ័យវិញអ្នកណាដែលបញ្ចោចដល់អ្នកជិតខាងនោះឈ្មោះថាដាក់លុបសម្រាប់ចាប់ជើងគេទេមានអន្ទាក់នៅក្នុងអំពើរំលរបស់មនុស្សអាក្រក់តែមនុស្សសុចរិតគេច្រៀងដោយអសប្បាយវិញមនុស្សសុចរិតរមែងពិចារណាយល់ហេតុនៃមនុស្សតក្រតែមនុស្សអាក្រក់គ្មានយោបល់យល់បានទេមនុស្សចំអកមើលងាយគេអុចអាលឲ្យទីក្រុងឆេះឡើងតែមនុស្សមានប្រាជ្ញាគេបង្វែរបណ្ដេញសេចក្តីក្រោធចេញវិញបើអ្នកមានប្រាជ្ញាគេកាត់មានរឿងនឹងមនុស្សចំគួត
ទោះបើអ្នកនោះខឹងឬសោយក្តីគង់តែឥតមានសេចក្តីសុខវិញឡើយពួកមនុស្សដែលកំចាយឈាមនោះរមែងតែអបដល់មនុស្សត្រឹមត្រូវតែមនុស្សទៀងត្រង់រកជួយសង្គ្រោះព្រលឹងអ្នកនោះវិញមនុស្សល្ងល្ងើសំដែងចេញអស់ទាំងកំហឹងរបស់ខ្លួនតែមនុស្សមានប្រាជ្ញាគេទប់ចិត្តហើយរងាប់ចេញវិញបើអ្នកគ្រប់គ្រងតែងស្ដាប់តាមពាក្យភូតផលនោះពួកអ្នកបម្រើរបស់គេក៏ជាមនុស្សអាក្រក់ដែរមនុស្សទាល់ក្រនិងមនុស្សដែលសង្កត់សង្កិនគេតែងតែប្រទះគ្នាតែគឺព្រះយេហូវ៉ាដែលបំភ្លឺភ្នែករបស់អ្នកទាំងពីរនោះឯស្ដេចណាដែលវិនិច្ឆ័យក្តីរបស់មនុស្សទាល់ក្រដោយឥតមន្ទិលបល្ល័ង្ករាជរបស់ស្ដេចនោះនឹងបានតាំងឲ្យជាប់ជាដរាបទំពាត់នឹងសេចក្តីព្រានប្រដៅរមែងឲ្យកើតមានបញ្ញាតែកូនណាដែលមិនដោយឲ្យប្រព្រឹត្តតាមអំពើចិត្តនោះតែងធ្វើឲ្យមិនได้មានសេចក្តីស្មារតីវិញកាលណាមនុស្សអាក្រក់ចម្រើនជាច្រើនឡើងនោះសេចក្តីរំលងច្បាប់ក៏ចម្រើនឡើងដែរប៉ុន្តែពួកមនុស្សសុចរិតនឹងឃើញគ្រាដែលគេដួលចុះទៅវិញចុះស្ដីប្រដៅកូនឯងចុះនោះវានឹងឲ្យឯងបានសម្រេចចិត្តហើយវានឹងឲ្យឯងមានចិត្តរីករាយផងគ្រាណាដែលឥតមានការបើកសម្ដែងនោះបណ្ដាជនរមែងលើកទុកចិត្តតែអ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់នោះសប្បាយហើយខ្ញុំកំដរនឹងរៀងចាលដោយសារតែពាក្យបន្ទោសមិនបានបាត់ទោះបើវាស្ដាប់បានគង់តែមិនយកចិត្តទុកដាក់ឡើយឯងដែលឃើញមនុស្សរហ័សនឹងបញ្ចេញសម្ដីឬមានសេចក្តីសង្ឃឹមចំពោះមនុស្សល្ងងើជាជាងអ្នកនោះទៅទៀតអ្នកណាដែលចិញ្ចឹមបើបំរើឲ្យឆ្នំតាំងពីតូចមកនោះដល់ជាន់ក្រោយនឹងបានអ្នកនោះដូចជាកូនវិញមនុស្សមកម៉ៅតែងអុចអាលឲ្យកើតមានសេចក្តីតោះតែងគ្នាហើយមនុស្សមានចិត្តក្រោធនោះរំលងច្បាប់ជាច្រើនចិត្តស្មោះឆ្មៃរបស់មនុស្សនឹងនាំឲ្យទៀបថោកទៅតែអ្នកណាដែលមានចិត្តសទ្ធារៀបទៀបនោះនឹងបានកិត្តិស័ព្ទវិញអ្នកណាដែលចូលដៃនឹងចោលនោះឈ្មោះថាស្អប់ដល់ព្រលឹងខ្លួនវាលើគេដាក់បណ្ដាសាដល់ខ្លួនប៉ុន្តែមិនពោលតបឡើយការដែលខ្លាចចំពោះមនុស្សនោះនាំឲ្យជាប់អន្ទាក់តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាពិតនោះនឹងបានសុខវិញមានមនុស្សជាច្រើនដែលស្វែងរកឲ្យបានប្រកបដោយគុណនៃអ្នកគ្រប់គ្រងតែសេចក្តីវិនិច្ឆ័យដល់មនុស្សនេះស្រេចនៅព្រះយេហូវ៉ាវិញឯមនុស្សទុច្ចរិតគេជាទីស្អប់ពើមដល់ពួកទុច្ចរិតហើយអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់នោះក៏ជាទីស្អប់ពើមដល់មនុស្សអាក្រក់ដែរជំពូកទី30ពាក្យទាំងនេះជាពាក្យរបស់អេគឺជាកូនយ៉ាកេគឺជាសេចក្តីទំនាយដែលអ្នកនោះបានពោលដល់អ៊ីធៀលគឺដល់អ៊ីធៀលនិងយូកាលផងថាពិតប្រាកដជាខ្ញុំល្ងងជាងអស់ទាំងមនុស្សក៏ឥតមានយោបល់របស់មនុស្សដែរខ្ញុំមិនបានរៀនឲ្យមានប្រាជ្ញាទេក៏គ្មានតម្រេះដល់ព្រះដ៏បរិសុទ្ធផងតើអ្នកណាបានឡើងទៅឯឋានសួគ៌រួចត្រឡប់ចុះមកវិញតើអ្នកណាបានកើបប្រមូលខ្យល់ក្តាប់នៅដៃតើអ្នកណាបានដកក្របួចអស់ទាំងទឹកនៅក្នុងថ្នាក់អាវរបស់ខ្លួនតើអ្នកណាបានប្រតិស្ថានចុងផែនដីទាំងប៉ុន្មានតើព្រះអង្គនោះមានព្រះនាមជាអ្វីហើយព្រះរាជបុត្រារបស់ទ្រង់តើមានព្រះនាមជាអ្វីបើឯងដឹងចូលប្រាប់មកគ្រប់ទាំងព្រះបន្ទូលនៃព្រះសុទ្ធតែបរិសុទ្ធទ្រង់ជាខែលដល់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់កុំឲ្យបន្ថែមបញ្ចូលក្នុងព្រះបន្ទូលទ្រង់ឡើយក្រែងទ្រង់បន្ទោសដល់ឯងហើយឃើញថាឯងជាមនុស្សពូតផរទូបង្គំបានសូមសេចក្តីពីរប្រការពីទ្រង់សូមកុំខាននឹងប្រទានសេចក្តីទាំងពីរនោះដល់ទូបង្គំមុនដែលទូបង្គំស្លាប់ឡើយគឺសូមកំចាត់សេចក្តីពូតផរនិងពាក្យកុហកឲ្យឆ្ងាយពីទូបង្គំទៅហើយសូមកុំឲ្យទូបង្គំមានសេចក្តីទាល់ក្រឬជាអ្នកមានដែរសូមគ្រាន់តែចិញ្ចឹមទូបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះក្រែងទូបង្គំបានឆ្អែតហើយបោះបង់ចោលទ្រង់ដោយពាក្យថាព្រះយេហូវ៉ាជាអ្នកណាណឬក្រែងទូបង្គំមានសេចក្តីទាល់ក្រហើយទៅជាលួចគេព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផងកុំឲ្យនិយាយបង្កាច់បើបំរើដល់ចៅវាយវាឡើយក្រែងគេជេរឯងហើយឯងជាប់មានទោសវិញមានសម័យមួយដែលមនុស្សហ៊ានជេរដល់ឪពុកខ្លួនហើយមិនឲ្យពរដល់ម្ដាយផងមានសម័យមួយដែលមនុស្សមើលខ្លួនឯងស្មានថាបរិសុទ្ធប៉ុន្តែគេមិនទាន់បានលាងជម្រះសេចក្តីស្មោកគ្រោករបស់គេចេញនៅឡើយទេមានសម័យមួយដែលមនុស្សមានរឹកពោះយ៉ាងណាណហើយមានភ្នែកឆ្មើងឆ្មៃផងមានសម័យមួយដែលមនុស្សមានធ្មេញដូចជាដាវហើយមានស្គៀមដូចជាកំបិតដើម្បីខំស៊ីមនុស្សទាល់ក្រឲ្យបាត់ចេញពីលើផែនដីទៅព្រមទាំងពួកកំសត់ទុរគតពីកណ្ដាលចំណោមមនុស្សលោកផងហ
ភ្លើងមានកូនញីពីរវាស្រែកថាចូលឲ្យមកចុះមានសេចក្តី3មុខដែលមិនចេះស្បចិត្តឡើយក៏មាន4ផងដែលមិនចេះថាល្មមនោះឡើយគឺខាងឃុំប្រលឹងមនុស្សស្លាប់មួយពោះស្ត្រីអាមួយដីដែលមិនបានទឹកជោគមួយហើយនឹងភ្លើងដែលមិនចេះថាល្មមហើយមួយដែរឯភ្នែកដែលចំអកឲ្យឪពុកហើយប្រមាថមើលងាយមិនស្ដាប់បង្គាប់ម្ដាយនោះឯកនៅច្រកភ្នំនឹងចិត្តភ្នែកនោះចេញហើយថ្មាតនឹងជិញ្ជែងទីទៅមានសេចក្តី3មុខដែលអស្ចារ្យហួសគំនិតខ្ញុំក៏មាន4ផងដែលខ្ញុំរកស្គាល់មិនបានគឺជាដំណើររបស់ឥន្ទ្រីហើរនៅលើអាកាសមួយដំណើរនៃពស់លូននៅលើថ្មមួយដំណើរនាវាបើកនៅកណ្ដាលសមុទ្រមួយហើយដំណើរមនុស្សកំឡោះនៅចំពោះស្រីក្រមុំមួយឯដំណើររបស់ស្រីសំខឹងរមែងយ៉ាងដូចនេះគឺវាស៊ីហើយជូតមាត់រួចពោលថាខ្ញុំគ្មានធ្វើបាបអ្វីសោះមានសេចក្តី3មុខដែលធ្វើឲ្យផែនដីញ័រក៏មាន4ផងដែលផែនដីទ្រាំមិនបានគឺបើកបម្រើដែលបានឡើងធ្វើជាស្ដេចមួយមនុស្សឥតរបបដែលបានអាហារបរិបូរណ៍មួយស្រីគូខ្ពើមដែលយកប្តីនោះមួយហើយខ្ញុំស្រីដែលជាអ្នកស៊ីមរតកចវាយវាមួយមានសត្វ4យ៉ាងដែលតូចទាបណាស់នៅលើផែនដីតែមានប្រាជ្ញាដ៏លើសលប់គឺស្រមោចមួយជាពួកសត្វដែលមានកម្លាំងខ្សោយតែវាតែងតែប្រមូលទុកអាហារនៅរដូវក្តៅទន្សាយថ្មមួយជាពួកសត្វមិនសូវមានកម្លាំងទេតែវាតាំងលំនៅវានៅក្នុងរូងថ្មកណ្ដោបមួយជាពួកសត្វឥតមានស្ដេចទេតែវាលើកគ្នាចេញទៅដោយវងជីងចក់មួយជាសត្វដែលចាប់ដោយដៃបានតែវានៅក្នុងដំណាក់ស្ដេចផងមាន3មុខដែលមានដំណើររុងរឿងក៏មាន4ផងដែលមានដំណើរយ៉ាងល្អគឺជាសឹងមួយជាសត្វខ្លាំងពូកែលើសជាងអស់ទាំងពួកសត្វវាមិនព្រមជិះផ្លូវដល់សត្វណាឡើយតែចម្បាំងមួយពពែឈ្មោលមួយហើយមហាសត្វមួយជាអ្នកដែលគ្មានអ្នកណាហ៊ានលើកខ្លួនទាស់ទទឹងនឹងទ្រង់ឡើយបើឯងបានប្រព្រឹត្តបែបចង្កួតដោយលើកខ្លួនឡើងឬបើឯងបានគិតគំនិតអាក្រក់នោះចូលឲ្យយកដៃខ្ទប់មាត់ចុះត្បិតការក្រឡុកទឹកដោះគោនោះធ្វើឲ្យចេញជាខ្លាញ់ហើយការដែលចាប់មួយច្រមុះនោះធ្វើឲ្យចេញឈាមមកយ៉ាងនោះការចាក់រកដោយក្រោតក៏នាំឲ្យមានការលួសប្រកែកគ្នាដែរចំពោះទី31ឯពាក្យទាំងនេះគឺជាព្រះបន្ទូលរបស់ស្ដេចលេមយូលជាសេចក្តីទំនាយដែលព្រះមេដាទ្រង់បានបង្រៀនទ្រង់ទុកម៉េចកូនអើយម៉េចកូនដែលកើតពីផ្ទៃអញអើយអោកូននៃបំណន់អញអើយតើត្រូវអញប្រាប់ឯងដូចម្ដេចគឺកុំឲ្យបងកម្លាំងឯងប្រគល់ពួកស្រីឬអំពើឯងដល់ការដែលបំផ្លាញពួកស្ដេចឡើយអោលេមយូលអើយមិនគួរឲ្យពួកស្ដេចបានសោយស្រាទំពាំងបាយជូរគឺមិនគួរសោះឡើយក៏មិនគួរឲ្យអ្នកដែលជាកម្ពូលប្រាថ្នាគ្រឹងប្រវឹងដែរក្រែងផឹកទៅហើយនឹកភ្លេចបញ្ញត្តិច្បាប់ហើយបង្វែរសេចក្តីចិត្តធម៌ពីមនុស្សដែលកើតទុក្ខវេទនាចេញចូលឲ្យគ្រឹងប្រវឹងដល់អ្នកណាដែលហៀបនឹងវិនិច្ឆ័យទៅហើយស្រាទំពាំងបាយជូរដល់អ្នកដែលមានចិត្តជួលល្វិញវិញឲ្យគេផឹកចុះដើម្បីឲ្យបានភ្លេចសេចក្តីកំសត់ទុរគតរបស់គេឥតនឹកចាំពីទុក្ខលំបាករបស់ខ្លួនតទៅទៀតចូលបើកមាត់និយាយជំនួសមនុស្សក្នុងរឿងក្តីរបស់ពួកអ្នកដែលឥតមានអ្នកណាជួយចូលបើកមាត់វិនិច្ឆ័យតាមសេចក្តីសុចរិតហើយសម្រេចសេចក្តីយុត្តិធម៌ដល់មនុស្សកំសត់ទុរគតនិងមនុស្សក្រលំបាកដែរឯស្ត្រីគ្រប់លក្ខតើអ្នកណានឹងរកបានត្បិតស្ត្រីយ៉ាងនោះមានតម្លៃជាជាងត្បូងទទឹមទៅទៀតប្តីនាងនឹងទុកចិត្តចំពោះនាងហើយមិនត្រូវខ្វះខាតអ្វីឡើយនាងនឹងធ្វើឲ្យប្តីបានសេចក្តីល្អមិនមែនអាក្រក់ឡើយរហូតដល់អស់មួយជីវិតនាងនឹងរករោមជៀមនឹងគ្រុតទេសក៏ធ្វើការដោយដៃយ៉ាងស្ម័គ្រពីចិត្តនាងធៀបដូចជានាវាដឹកទំនិញគឺនាងនាំយកអាហារមកពីទីឆ្ងាយនាងក្រោកពីដេកតាំងពីនៅងងឹតនៅឡើយក៏ចាត់ចែងអាហារឲ្យពួកផ្ទះហើយបង្គាប់ការដល់ពួកបាវស្រីទាំងប៉ុន្មាននាងពិចារណាមើលចំការមួយហើយក៏ទិញទុករួចយកផលនៃស្នាដៃនាងទៅដាំដំណាំជាទំពាំងបាយជូរនាងទម្លាប់ចង្កេះឲ្យមានកម្លាំងហើយឲ្យដៃបានខ្លាំងឡើងដែរនាងឃើញថាទំនិញរបស់នាងសុទ្ធតែមានកម្រៃហើយយប់ជាងនាងមិនរលត់ទេនាងចាប់យកហុងហើយម្រាមដៃក៏កាន់ខ្នានាងឆោងដៃដល់មនុស្សកំសត់ទុរគតនាងហុចដៃទៅជួយមនុស្សក្រលំបាកផងចំណែកពួកផ្ទះនាងនោះនាងមិនខ្លាចចំពោះហេមៈទេត្បិតគេសុទ្ធតែស្លៀកពាក់សម្ពត់សផ្លាតពណ៌ក្រហមនាងត្បាញសម្ពត់ដណ្ដប់ខ្លួនសម្លៀកបំពាក់របស់នាងសុទ្ធតែធ្វើពីសម្ពត់គ្រុតទេសយ៉ាងម៉ត់មានពណ៌ស្វាយកាលណាប្តីនាងទៅអង្គុយត្រង់ទ្វារក្រុងក្នុងចំណោមនៃពួកចាស់ទុំក្នុងស្រុកនោះគេក៏ស្គាល់រាប់អានគាត់ដែរនាងក៏ធ្វើអាវគ្រុតទេសសម្រាប់លក់ហើយធ្វើខ្សែក្រវ៉ាត់ឲ្យដល់អ្នកជំនួញនាងមានកម្លាំងនឹងលម្អគ្រឿងអំពូលក៏នឹកតើពីហេតុណាដែលកើតបាននៅខាងមុខ
នាងពលដោយប្រាជ្ញាហើយនៅអណ្ដាតនាងមានសេចក្តីសប្បុរសនាងខែមើលអស់ទាំងផ្លូវរបស់ពួកជិះនាងយ៉ាងល្អឥតដែលបរិភោគអាហារដោយសេចក្តីកំចិលឡើយគុណរបស់នាងទាំងប្រមាណក្រោកឈរឡើងគោរពដល់ម្ដាយថាជាអ្នកមានពរប្តីក៏ក្រោកឈរឡើងសរសើរនាងដែរថាមានស្រីជាច្រើនបានប្រព្រឹត្តដោយគ្រប់លក្ខតែនាងបានវិសេសលើសជាងគេទាំងអស់រូបឆោមឆាយជាសេចក្តីបញ្ឆោតហើយមុខរស់ល្អក៏ឥតប្រយោជន៍ដែរតែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ានោះនឹងមានគេសរសើរវិញជួលថ្លែងពីផលដែលដៃនាងបានបង្កើតហើយទុកឲ្យស្នាដៃរបស់នាងបានជាទីសរសើរដល់នាងនៅទ្វារត្រង់ចុះ